ឲ្យចេះគ្រប់ឲ្យចេះនឿយណាយអាហ្នឹងបានយើងកើតទៅនៅបស្សតិបាមកចៈបៃតិហើយបើថាអត់ចេះគ្រប់ទេមានស្អីក៏មិនសុខដែរសំខាន់ណាអាចិត្តហ្នឹងវាព្រមទទួលគ្រប់តាឧបមាដោយលោកអញ្ញាអញ្ចឹងមានទ្រព្យមានយសសក្តនៈទូនាទីខ្ពង់ខ្ពស់មានចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែបើអត់ចេះគ្រប់ក៏នៅតែអត់សុខដែរបាទមានក្រុមហ៊ុនមួយចង់បានក្រុមហ៊ុនពីរហើយមមបានអាពីរហ្នឹងវាត្រូវកើតទុករាប់ឆ្នាំរាប់ខែមមបានថែមកមួយទៀតបានពីរចង់បាន3កាន់តែកាន់ចិត្តយើងកាន់ចង់បានអាទម្ងន់នៃសេចក្តីទុកនឹងការជាប់ជាពាក់នឹងសេចក្តីខ្វល់ខ្វាយកាន់តែកើនដូចគ្នាមកឧទាហរណ៍ងាយយល់កុំបាច់ទៅនិយាយដល់ក្រុមហ៊ុននិយាយតែកូនមានតែមួយទុកត្រឹមកូនមួយទេអាកូនមួយនឹងឈឺទម្ងន់នៃសេចក្តីទុកត្រឹមតែកូនមួយនឹងប៉ិនបើកូនឈឺម្ដងតាំងពីរលើកអាចទម្ងន់នៃសេចក្តីទុកចំពោះកូនមានតែមួយយល់លោកនិយាយញោមបើឈឺម្ដងទាំង3បើមានកូន3ឈឺម្ដងទាំង3ទុកលើសអា2នឹងទៀតបើមាន5ទុកលើសអា3នឹងទៀតវាដូចកវលយើងអញ្ចឹងកវលនៅតិចបើត្រឹមមួយហ៊ុនទុក3ផ្លិចនៅមាត់ពីងនឹង3ថ្ងៃក៏អត់សូវស្ដាយដែរកលែងទៅឃើញអញផ្លិចកវលនៅលើពីងប៉ិនសាកមកតឡឹងមើលបាត់តែមួយនាទីដើររកពេញនឹងឡូវហ្នឹងមិនអញ្ចឹងហ្នឹងអាខ្វល់កាន់តែធំមានន័យថាចំណងនៃការជាប់ចម្ពាក់ចិត្តដែលយើងកើតសេចក្តីសៅមងហ្នឹងមិនកើតសេចក្តីបរិសុទ្ធនិងសេចក្តីស្ងប់ព្រោះអាស្រ័យតែសេចក្តីប្រាថ្នាមិនមានទីបញ្ចប់ដោយមិនចេះអត់សង្កត់មិនចេះគ្រប់មិនចេះល្មមចឹងយើងឲ្យរៀនគ្រប់ឲ្យរៀនល្មមបានយើងបានសេចក្តីសុខជីវិតយើងរស់នៅក្នុងតថភាពបណ្ណាយើងរីករាយប៉ុណ្ណឹងគ្រួសារយើងមានបណ្ណាយើងសប្បាយចិត្តនឹងអ្វីដែលយើងមានប៉ុណ្ណឹងកុំតបដិខៈថ្នាក់តោមម្នោះអ៊ីសាជាមួយនឹងអ្នកដតីដែលគេមានដែលគេល្អដែលគេប្រសើរគេខ្ពង់ខ្ពស់ជាងយើងត្រូវរីករាយនឹងអ្វីដែលយើងមានហើយចេះព្រមនៅអ្វីដែលយើងមានអានឹងសុខទៅនៅដំណើរជីវិតរបស់យើងគ្រប់គ្នាគួរឲ្យសង្វេគតក់ស្លុតនៅដំណើរជីវិតប្រព្រឹត្តទៅរបស់យើងទាំងអស់គ្នាញោមណាបើយើងពិចារណាអ្នកមានធម៌មានសតិតាំងនៅមមហើយលោកតែងពិចារណាគ្រប់គណៈចិត្តទាំងអស់មិនធ្វេសប្រហែសទេហើយសត្វលោកកាលណាដល់ទៅនៅការពិចារណាដល់ទៅនៅធម្មសង្វេគកាយសង្វេគសង្ខារសង្វេគតក់ស្លុតទៅនៅការតាក់តែងណាឲ្យមានទៅនៅខណ្ឌទាំងឡាយ5ដែលជាហេតុនាំឲ្យយើងទាំងអស់គ្នាដល់ទៅនៅសេចក្តីទុកគ្មានទីបញ្ចប់វិលចុះវិលឡើងកើតស្លាប់ទៅនៅក្នុងភព3នឹងតិចតកាមកភពទៅតិចទៅរូបភពទៅតិចទៅអរូបភពទៅគ្មានទីបញ្ចប់នៃជាតិដរាបណានៅតែមានជាតិដរាបនោះសេចក្តីទុកនឹងការជួបប្រត់នៅតែកើតមានចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកនឿយណាយព្រះអរហន្តព្រះយោគាវចរព្រះអរិយបុគ្គលលោកនឿយណាយញោមលោកនឿយណាយចំពោះជាតិកំណើតគឺការតាក់តែងឲ្យមានការកើតនឹងវានាំឲ្យមានជារាមានជាតិធិមានមរណៈមានការជួបជុំប្រត់ប្រាស់មានសុខមានទុក្ខមានសោកមានយំមានជួបជុំមានសរសើរមាននិន្ទានឹងទៅនៅក្នុងលោកធម៌8មានលៀបអត់លៀបមានយុះអត់យុះសុខសរសើរនិន្ទានឹងជាធម្មតាគ្មានទីបញ្ចប់រអេកន្តបរមសុខរលោកកតរសុខមិនឃើញដរាបណាដែលសត្វលោកនៅតែមានជាតិហើយមានមោហៈអវិជ្ជានឹងរួបរិទ្ធក្នុងខណ្ឌសន្តានទៀតមើលមិនឃើញអំពីហេតុនាំឲ្យកើតទៅនៅសេចក្តីទុក្ខនឹងហេតុណាដែលនាំយើងគ្រប់គ្នាឲ្យជាប់ជាពាក់ទៅនៅក្នុងកងទុក្ខគឺសត្វលោកមើលអត់ឃើញទេនឹងតែបើសត្វលោកទាំងឡាយណាដែលបានដល់ទៅនៅប្រធរជាសរណៈដ៏ប្រសើរហើយរមែងមានបញ្ញាសមាទិដ្ឋិមានវិមង្សាសមាសង្កបៈត្រេះរេះពិចារណាឃើញផ្លូវដែលជាហេតុនាំឲ្យកើតទៅនៅសេចក្តីទុក្ខនិងចំណងដែលចងយើងគ្រប់គ្នាឲ្យជាប់ជាពាក់ទៅនៅក្នុងវដ្តដាក់ដូចថ្ងៃហ្នឹងអញ្ចឹងយើងមើលពិចារណាគួរឲ្យសង្វេគណាស់មេដាជាទីគោរពស្រឡាញ់ភរិយាជាទីស្រឡាញ់លោកយាយជាទីគោរពក៏ត្រូវឃ្លាតប្រត់យើងគ្រប់គ្នាចាក់ចោលស្វាមីចាក់ចោលកូនចាក់ចោលចៅចាក់ចោលញាតិជាទីស្រឡាញ់លែងបានផ្ដល់ភាពកក់ក្ដៅលែងមានការស្និទ្ធស្នាលឆ្លងឆ្លើយរវាងកូននិងចៅប្តីនិងប្រពន្ធតទៅទៀតយើងទាំងអស់គ្នាមិនចង់ជួបប្រត់ហើយក៏មិនចង់ឃើញទៅនៅសេចក្តីទុក្ខដូចថ្ងៃហ្នឹងព្រះសម្មាសម្ពុទ្ធមកវាអត់ចង់ឃើញអាទុកនឹងហើយបានជាព្រះអង្គខំប្រឹងលះចោលរាជសម្បត្តិលះចោលពំពីរះចោលរាហុលដែលទៅតែប្រសូតក្នុងថ្ងៃហ្នឹងចេញទៅបួសទាំងពាក់កណ្ដាលរាត្រីក្នុងថ្ងៃដែលកូនកើតនៅតែ7ថ្ងៃទៀតខ្លាយជាស្រេចចាក់គ្រប់គ្រងផែនដីទាំងមូលក៏ព្រះអង្គលះបង់ចោលទាំងអស់គ្មានសេចក្តីអាល័យពាក្យថាគ្មានសេចក្តីអាល័យគឺមិនស្ដាយនៅអ្វីដែលជាចំណងនាំឲ្យជាប់ជាពាក់ទៅនៅក្នុងភព3នឹងបន្តទៀតព្រោះតែសេចក្តីនឿយណាយបើយើងគ្រប់គ្នារាល់ថ្ងៃចេះតែឆ្លោះទាស់ខ្វែងកំណត់កាប់ចាក់ចំណែនប្រច័នឈ្លាននេះវាដំតតធៈនិន្ទាតសើគ្នារាល់ថ្ងៃនេះដោយសារអីដោយសារយើងអត់ដែលនឿយណាយជាមួយជាតិកំណើតអត់ដែលនឿយណាយអំពីចំណងដែលចងយើងគ្រប់គ្នាឲ្យជាប់ទៅនៅក្នុងវដ្តដាក់នឹងទេ
ដោយសារអីបានតែយើងអត់ដែលនឿយណាយដោយសារយើងអត់ដែលបានពិចារណាអត់មានវិមង្សាសមាកាសង្កបៈត្រេះរេះពិចារណាទៅនៅក្នុងសមញ្ញលក្ខណៈធម៌ដែលជាហេតុនាំឲ្យយើងទាំងអស់គ្នាចងសត្វលោកទាំងអស់វិលទៅវិលមកគ្មានទីបញ្ចប់ណាដូចអាត្មាបញ្ជាក់ខាងដើមដរាបណានៅតែមានជាតិអាសេចក្តីទុកដូចថ្ងៃហ្នឹងនៅតែមានចឹងហើយបានព្រះអរហន្តព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាម៉េចព្រះអង្គសម្ដែងថាគ្រាន់តែទឹកភ្នែកដែលយើងយំស្ដាយម្ដាយទឹកភ្នែកដែលយើងយំស្ដាយកូនទឹកភ្នែកដែលយើងយំស្ដាយប្តីអាព្រាត់គ្នាថ្ងៃហ្នឹងដូចប្តីយំស្ដាយប្រពន្ធកូនយំស្ដាយម្ដាយចៅយំស្ដាយយាយដូចថ្ងៃហ្នឹងគ្រាន់តែទឹកភ្នែកដែលយើងយំស្ដាយញាតិរបស់យើងគ្រប់ជាតិនឹងដូចទឹកមហាសមុទ្រហើយអាសាច់ស្បែកសក់តសៃឆ្អឹងអាការៈ32កេសាសក់លោមយារោមអ្នកខាកញ្ចក់តនតាចោតតាចោស្បែកម៉ាំងសាំងសាច់អាហាររតសៃអដ្ឋិឆ្អឹងនឹងនិយាយរួមអាការៈ32នឹងតែងចោលរត់រីលើបធរណីហាក់បីដូចលាជដែលយើងបាចតាមផ្លូវនឹងចឹងកាលតែចោលសាច់ស្បែកសក់តសៃឆ្អឹងរបស់យើងគ្រប់ទៅជាតិដែលយើងកើតស្លាប់នឹងដូចលាជដែលគេបាចតាមផ្លូវឲ្យយើងឃើញពិចារណាសង្វេគណាស់រូបកាយនេះមិនមានខ្លឹមសារទេកាលណាខ្យល់ដង្ហើមចេញចូលនេះប្រលត់ទៅពេលណារូបកាយនេះហាក់បីដូចជាអង្កត់អស់មួយកំណាត់ដែលគ្មានខ្លឹមសារព្រះសម្ដែងអញ្ចឹងណាអចិរੰវតិយ៉ាងកាយយោបតវងអតិសេសតិឈុតធោអពេធវញ្ញោនិរដ្ឋੰវកលង្ការੰកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រាស់ហើយកាយនេះក៏រមែងដេកសង្កត់នៅលើផែនដីក្នុងការណោះឯងដូចជាអង្កត់អស់រកប្រយោជន៍គ្មានយ៉ាងឃើញចឹងអារូបកាយនេះគ្រាន់តែជាតួរត់ដែលរត់នឹងអាចដំណើរទៅមុខអាចញ៉ាំងរត់នឹងឲ្យមានប្រយោជន៍ទៅបានអាស្រ័យដោយសារគោដែលអូសរត់នោះចឹងរត់នេះគ្រាន់តែជាតួជាបញ្ញត្តិធម៌ណាជារូបធម៌គឺមិនមានខ្លឹមសារអ្វីទេដរាបណាមិនមានគោអូសរត់នឹងឲ្យវាដំណើរការទៅបានយ៉ាងណារូបកាយយើងកាលណាវិញ្ញាណនឹងប្រាស់ទៅហើយអាសាសៈបសាសៈខ្យល់ដង្ហើមចេញចូលប្រលត់ទៅពេលណាហើយកាយនេះក៏ហាក់បីដូចជាអង្កត់អស់ឬហាក់បីដូចជាតួរត់ដែលទុកមួយកន្លែងមិនអាចញ៉ាំងប្រយោជន៍ឲ្យកើតយ៉ាងណារូបរាងកាយរបស់យើងកាលណាខ្យល់ដង្ហើមចេញចូលប្រលត់ទៅពេលណាវិញ្ញាណប្រាស់ទៅពេលណាគឺកាយនេះទៅជារបស់មិនមានខ្លឹមសារចឹងរឿងអីដែលយើងបើយើងយល់ក្នុងធម៌ដឹងថាកាយនេះជារបស់មិនមានខ្លឹមម្លេះសំយើងគ្រប់គ្នាអត់ចំណែនឈ្នាននេះគ្នាទេអត់ឆ្លោះតគ្នាទេអត់កាប់ចាក់គ្នាទេអត់ឆ្លោះបងប្អូនឯងដោយសារដីម្ដុំទេអត់កាត់កាលម៉ែឯងចោលដោយសារដីម្ដុំទេអត់ផិតក្បត់ប្រពន្ធកូនឯងទៅរកស្រី2ស្រី3ស្រី4ទៀតទេកាលណាយើងយល់ថាអានឹងវាមិនមានខ្លឹមសារក្រៅអំពីចម្រើនគុណធម៌ដែលជាហេតុញ៉ាំងយើងឲ្យដល់ទៅនៅសេចក្តីសុខទាំងផ្លូវកាយទាំងបច្ចុប្បន្នរហូតប្រាក់លោកខាងមុខបច្ចុប្បន្នញ៉ាំងកាយវិវេកចិត្តវិវេកឧបធិវិវេកឲ្យកើតដល់ពេលយើងចត់តិបរិសន្ធិទៅមុខទៀតយើងរមែងដល់ទៅនៅណាសេចក្តីសុខដល់ទៅនៅសម្បត្តិដ៏ប្រសើរគឺអរិយសម្បត្តិកាលណាយើងប្រាសចាកទៅនៅអកុសលកាលណាយើងមិនជាប់ចម្ពាក់ទៅនៅក្នុងលោកធម៌កាលណាយើងមិនត្រេកត្រអាលនឹងជាមួយណាចំណងនៃសេចក្តីទុក្ខគឺតណ្ហាហើយយើងមិនវង្វេងទៅជាមួយនឹងមោហៈនិងអវិជ្ជាហើយយើងមិនជាប់អន្ទាក់ជាមួយនឹងលោភៈនិងតណ្ហានោះជាហេតុនាំឲ្យយើងដល់ទៅនៅបស្សតិបាមកជាបៃតិតាំងពីបច្ចុប្បន្ននេះហើយយើងនឹងសន្សំពោធិញ្ញាណក្នុងពេលណាមួយនាអនាគតជាតិចឹងយើងប្រឹងទាំងអស់គ្នាណាធរនឹងវាបដិបៈបន្តគ្នាចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អហើយរៀនពិចារណាចំពោះរូបកាយរបស់យើងទាំងអស់គ្នាគួរឲ្យសង្វេគតក់ស្លុតក្នុងដំណើរជីវិតប្រព្រឹត្តទៅប្រចាំថ្ងៃរបស់យើងណាបើសិនជាយើងមិនមានធម៌ក្នុងការពិចារណាទេគឺជីវិតនឹងមិនមានខ្លឹមសារទេហើយច្បាស់ណាស់សត្វលោកនឹងមើលមិនឃើញអំពីតម្លៃនៃកុសលធម៌ទេហើយនឹងមិនបានសម្រេចគុណធម៌ជាន់ខ្ពស់ក្នុងអនាគតជាតិទេដរាបណាយើងមិនមានការពិចារណាយើងមិនមានសតិតាំងនៅមមហើយយើងមិនមានធម្មសញ្ញាយើងមិនបានយកធម៌ជាសរណៈសម្រាប់ខ្លួនយើងទេយើងមើលអត់ឃើញហេតុនាំឲ្យកើតទុកនៅផ្លូវទៅកាន់ទីរលត់ទុកទេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្ររពអំពីវិបស្សភិក្ខុទាំងឡាយ500ញោមជាងយើងពិចារណាក្នុងដំណើរជីវិតរបស់យើងគ្រប់គ្នាសង្វេគតក់ស្លុតព្រោះមកប៉ុនហ្នឹងមិនមែនប៉ុនញញឹមទេប៉ុនហ្នឹងប៉ុនសង្វេគអញ្ចឹងបានព្រះលោកសម្ដែងថាអ្នកណាមកចូលរួមប៉ុនសពអ្នកនឹងបានប៉ុនច្រើនណាលើកលែងតែកឋិនទាននិងធម្មទានមួយចេញទេអ្នកណាមកចូលរួមប៉ុនសពរំលែកសេចក្តីទុកគេបានប៉ុនច្រើនណាស់ហេតុអីបានច្រើននៅត្រង់អីប៉ុនសពអ្នកណាចូលរួមប៉ុនសពបានប៉ុនច្រើនណាស់ញោម
បានច្រើននៅត្រង់យើងគ្រប់គ្នាមកចូលរួមរំលែកទុកនឹងយើងមានសេចក្តីសង្វេគពិចារណាទៅនៅក្នុងវត្តដាក់នឹងកាន់តែខ្លាំងបនបានកាន់តែខ្លាំងបើសង្វេគតិចបានបនតិចសង្វេគកាន់តែខ្លាំងបានបនតែខ្លាំងបើសង្វេគអ្នកខ្លះអត់យល់ឃើញកូនម្ចាស់សពគេយំទៅធាក់ដីឯងមកអង្គុយយំទៅធាក់ដីមួយគេដែរហៅថាសង្វេគអាហ្នឹងមិនមែនទេសង្វេគហ្នឹងគឺយើងយល់អំពីដំណើរជីវិតហើយយើងរៀនពិចារណាទៅនៅក្នុងវត្តដាក់ហ្នឹងពិចារណាថាអូណោះគួរឲ្យសង្វេគតក់ស្លុតណាស់នៅក្នុងជាតិកំណើតព្រោះតែចំណងនៃមោហៈព្រោះតែចំណងនៃតណ្ហាអាស្រ័យហេតុគឺមោហៈនិងអវិជ្ជារបស់សត្វលោកនាំឲ្យមានជាតិទៅនាំឲ្យមានជារាមានជារាទៅវានាំឲ្យមានជាធិហើយមានជាធិទៅវានាំទៅរកមរណៈគឺការឃ្លាតនៃរាជចាក់សត្វនិងសង្ខារមកសង្វេគតក់ស្លុតពិចារណាអញ្ចឹងមិនឃើញកូនម្ចាស់បនយំឯងមកយំដែរហៅថាសង្វេគអញបែបបានបនណាអត់ទេគឺយើងរៀនពិចារណាចំពោះអ្នកដែលកំពុងតែស្លាប់នៅក្នុងក្តារមឈូសនឹងយកមកជាឧបមាសម្រាប់ខ្លួនយើងអត្តាnăngឧបមាកាត់ថ្វាកើតមកការពិចារណាចំពោះខ្លួនឯងផ្លែតថ្ងៃហ្នឹងយាយហៀបហ្នឹងញោមកហៀបថ្ងៃហ្នឹងញោមហៀបចឹងពិចារណាតើថ្ងៃហ្នឹងញោមហៀបថ្ងៃស្អែកបែបអញបើមិនអញក៏ប្តីអញបើប្តីអញកូនអញឬក៏ខាន់ស្អែកមួយឲ្យតែពិចារណាសង្វេគទៅនៅដំណើរជីវិតចឹងម្លេះសំសត្វលោកអត់ហ៊ានធ្វើសេចក្តីអាក្រក់គឺអត់ហ៊ានប្រព្រឹត្តសេចក្តីអាក្រក់តែម្ដងពីព្រោះអីពីព្រោះមានសាមញ្ញលក្ខណៈធម៌នឹងពិចារណាត្រៃលក្ខធម៌ពិចារណាជានិច្ចកាលអញ្ចឹងបានធម៌ហ្នឹងពេលដែលភិក្ខុសង្ឃអ្នកទៅប្រព្រឹត្តព្រហ្មចរិយៈនៅក្នុងធម៌នៅក្នុងព្រៃអីលោកច្រើនពិចារណាទៅនៅក្នុងសាមញ្ញលក្ខណៈធម៌ត្រៃលក្ខធម៌ហ្នឹងឯងជាពិសេសគឺពិចារណាចំពោះកាយនឹងឯងកាយានុបស្សនាសតិប្បដ្ឋាននឹងលោកច្រើនយកអារម្មណ៍របស់លោកពិចារណាជាមួយផ្លូវកាយនឹងច្រើនសម័យព្រះអ្នកសម្រេចសោតាសកតិអនាគារហត្ថភាកច្រើនដោយសារសង្វេគតក់ស្លុតទៅនៅក្នុងដំណើរជីវិតប្រព្រឹត្តទៅរបស់កាយនឹងឯងរបស់សង្ខារគឺការតាក់តែងនឹងឯងញ៉ាក្រន់តែនាងសរិមាស្លាប់ម្នាក់ណាអាចញ៉ាំងភិក្ខុសង្ឃអាចញ៉ាំងប្រសក់ឲ្យសម្រេចសោតាសកតិមិនតិចទេពេលដែលព្រះអង្គសម្ដែងឲ្យរៀនពិចារណាទៅនៅក្នុងរូបកាយហ្នឹងសំបីតែភិក្ខុដែលធ្លាប់ជាប់សពៈស្រឡាញ់នាងសរិមាណាអត់សឹងអត់ឆាន់អត់ប្រព្រឹត្តធម៌ដល់ទីបំផុតទៅឃើញរូបនាងសរិមាស្លាប់ទៅពុកផុយស្អុយរលួយមកអាទិត្យហើយគេយកទៅទុកនៅដើមឈើព្រះអង្គអត់តន់ឲ្យយកទៅបញ្ចុះភិក្ខុសង្ឃសម័យដើមលោកនឿយណាយចំពោះរូបកាយហ្នឹងបានសម្រេចគុណធម៌មិនតិចទេច្រើនអង្គណាស់ដោយសម័យព្រះល្បីជាងគេនាងសរិមាដែលមានរូបសម្បត្តិស្អាតពេញមកក្រុងសាវត្ថីគ្មានស្ត្រីណាល្អដូចនាងសរិមានឹងសំបីតែប្រសក់តែលោកតែមន្ត្រីគឺឈួតវង្វេងនឹងរូបសម្រស់របស់នាងទាំងអស់ប្រុសមកក្រុងហ្នឹងតែព្រឹកឡើងនាំគ្នាងូតទឹកសាត់សក់មក6ហ្នឹង6កន្លះ7ហ្នឹងនាំគ្នាមកតម្រង់ជួរគ្នារាប់ម៉ឺនអ្នកចឹងទៅចាំនាងសរិមាចេញពីផ្ទះមកឈរឲ្យញឹមដាក់មកឆាច់ទៅបាននាំគ្នាដើរទៅធ្វើការកើតរៀងខ្លួនស្អាតណាស់ឈួតវង្វេងហើយយប់ឡើងហ្នឹងលួចកិច្ចចេញពីប្រពន្ធមកតម្រង់ជួរគ្នាចាំនាងសរិមារើសយកម្នាក់ទៅសម្រាកជាមួយមួយរាត្រីតម្លៃ1000កហបណៈហើយបានប្រាក់1000ហ្នឹងមកយកមកប្រគេនផាត់លោករៀងរាល់ថ្ងៃ7អង្គនៅផ្ទះនាងរៀងរាល់ថ្ងៃមិនមែនយកលុយមកសបាយហឺហាទេហើយអាលោកមកឆាន់បាយហ្នឹងដល់ឃើញនាងសរិមាស្រឡាញ់នាងសរិមាដែរតាំងលោកក៏ស្រឡាញ់គេដែរអត់រៀនធម៌អត់អីទេមួយថ្ងៃអង្គុយកវីក្បាលនឹកតែនាងសរិមាហ្នឹងឯងវាឃើញគេស្អាតដល់តែពេលចៃដន្យកម្មជាអកុសលវិបាកត្រូវឲ្យផលនាងក៏ឈឺធ្ងន់ទៅស្លាប់ទៅដឹងដល់ព្រះសម្មាសម្ពុទ្ធឲ្យព្រះអនន្តទៅប្រាប់ព្រះរាជាមហារាជកុំអាលយកសពនាងសរិមាឲ្យញាតិរបស់នាងយកទៅបូជាឬទៅបញ្ចុះឲ្យយកសពនាងទៅចងព្យួរលើចុងឈើកុំឲ្យសត្វកាចសាហាវនោះវាហែកស៊ីបានចងឲ្យផុតពីសត្វកាចសាហាវទៅហើយមកអាទិត្យក្រោយចាំព្រះរាជាបកោប្រកាសអស់ប្រជារាស្ត្រទាំងអស់នៅក្នុងក្រុងដែលធ្លាប់ស្រឡាញ់នាងនឹងធ្លាប់ជាប់ជាពាក់ធ្លាប់ផិតក្បត់ប្រពន្ធកូនទៅឈរតម្រង់ជួចាំឲ្យនាងនឹងរើសដោយទាំងលោកនេះទៅដែរនឹងដើម្បីឲ្យទៅជួបជុំគ្នាកន្លែងរូបនាងសរិមានឹងឯងដល់ថ្ងៃទី7ញោមហើយអាសុបសញ្ញាពុកផុយស្អុយរលួយស្លឹកតិចនេះតកៅវាចោះដាច់ខ្លះមកអាចចំោះនេះវាហូរតកៅធ្លាក់មកជាមួយខ្លះមកឈាមសម្បោខ្ទុះនឹងវាហូរធ្លាក់តាមភ្នែកតាមចំោះតាមមាត់តាមម្រាមដៃម្រាមជើងហូរមកខ្លះមកនឹងពុកផុយស្អុយរលួយពេញរាងកាយនឹងមើលមិនយល់ចំោះដាច់ធ្លាក់ខ្លះមកអញ្ចើមនឹងល្បេះខ្លះមកនៅចុះអាសត្វនឹងវាបុករុកញោមអាសត្វតកៅរុយអីវាបែងវាបុករុកក្នុងហ្នឹង
ហើយ7ថ្ងៃហើយអសុបសញ្ញាពុកពោស្អុយរលួយពីមុនមកធ្លាប់ជាស្ត្រីដែលស្អាតការដែលនៅខ្យល់ណាការដែលនៅខ្យល់ទាំងហើមជាស្ត្រីស្អាតធ្វើឲ្យប្រុសពេញមន្តកោឈួតទាំងអស់វង្វេងទាំងអស់ដោយទាំងលោកទាំងប្រសក់ហ្នឹងសម័យព្រះវាមានលោកខ្លះនៅចឹងដែរណាញោមព្រោះអង្គខ្លះនៅជាបឋិជនមិនមែនព្រះអរហន្តអីហើយដល់ឃើញគេស្អាតជាប់ចិត្តជាមួយគេដែរដល់ពេលជួបជុំកន្លែងសពហ្នឹងទាំងលោកទាំងប្រសក់ទាំងអ្នកធ្លាប់ស្រឡាញ់នាងហ្នឹងទាំងមន្ត្រីតូចមន្ត្រីធំហ្នឹងព្រះរាជាព្រះសម្មាសម្ពុទ្ធឲ្យព្រះរាជាដាក់ព្រះអង្គគង់នៅតំណឹងដែរសាវកស្វែងស្រាំនៅតំណឹងជាមួយរាជមហារាជអីនៅតំណឹងជុំគ្នាទាំងអស់ចឹងប្រាប់ព្រះរាជាថាឲ្យអាមាត្យប្រកាសទៅពីមុនមករាត្រី1000កហបណៈឈរតម្រង់ជួរគ្នាមានអាខ្លះឈរតាំងពីក្មេងចិត្តដល់ដាច់ចោលអត់បានមួយថ្ងៃផងដោយសារមិនមែនមកមានលុយឲ្យគេឲ្យគេយកទេអត់ទេតើនាងសិរិមាពេញចិត្តរើសយកតែម្នាក់ទេក្នុងមួយរាត្រីអញ្ចឹងអាអ្នកខ្លះឈរឲ្យចង់មកជីវិតអត់បានមួយថ្ងៃផងគេអត់រឿងហ្នឹងអញ្ចឹងទៅព្រះរាជាថាពីមុននាំគ្នាឈរតម្រង់ជួរតាំងមន្ត្រីទាំងរាជហ្នឹងមួយថ្ងៃចាំនាងរើសទទួលយកតែម្នាក់ទេក្នុងមួយថ្ងៃហើយប្រាក់1000កហបណៈហ្នឹងត្រូវឈរតម្រង់ជួរអ្នកខ្លះឈរមកជីវិតស្ទើរតែមិនបានផងចឹងឥឡូវនេះមហារាជសពរាជហរតីទ្រង់ប្រកាសលក់នាងសិរិមាក្នុងតម្លៃ1000កហបណៈឲ្យយកទៅរហូតមកមិន1000មួយថ្ងៃ1000ឲ្យយកទៅរហូតអ្នកណាលះប្រាក់តែ1000ឲ្យយករហូតហើយញោមអាណាទៅហ៊ានយកបើស្លឹកតិចដាច់ខ្លះមកច្រមុះធ្លាក់មកខ្លះតកោហូរតាមភ្នែកតាមច្រមុះតាមតិចនិងខ្ទុះឈាមសម្បោហូរតាមច្រមុះតាមរុនម្រាមដៃម្រាមជើងមកនិងស្អុយរលួយយ៉ាងហ្នឹងគ្មានអ្នកណាគេហ៊ានលះឲ្យស្ងាត់ជ្រាបមកញោមណាចឹងព្រះរាជាថាមើលអាមាត្យបែបថ្លៃពេកដែរឥឡូវចុះ200កហបណៈទៀតទុក800បានណាឥឡូវព្រះរាជាសពព្រះរាជហរតីឥឡូវចុះ200សល់800អា8ក៏ស្ងាត់ឈឹងឥឡូវ6ស្ងាត់ឈឹង4 2 1អាមាត្យឥឡូវបែបគេស្ដាយលុយឥឡូវឲ្យទៅទេមកអាណាយកទៅទេអត់បាច់យកលុយទេឥឡូវអ្នកណាពេញចិត្តព្រះរាជាសពព្រះរាជហរតីថាឥឡូវមិនបាច់អស់លុយទេគឺយកទៅទេហ្មងអាតទេក៏ស្ងាត់ឈឹងដែរក៏អួតគ្រប់តែគ្នាហ្មងញោមអាអ្នកធ្លាប់ស្រឡាញ់ធ្លាប់ជាប់ជាពាក់ហ្នឹងកើតសេចក្តីសង្វេគតក់ស្លុតពេលហ្នឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គមានឱកាសចាប់ប្រើសម្ដែងធម៌ព្រះអង្គសម្ដែងអំពីរូបញោមមើលមនុស្សម្នាក់ដោយសារតែរូបតម្រូវការឲ្យរូបចង់បានកវលមកលំអរូបប្តីខ្លួនត្រូវជិះជាន់គៀបសង្កត់អ្នកដតីដែលមានលទ្ធភាពក្រោមខ្លួនដោយសារតែរូបខ្លួនឯងទៅលុកដូររស៊ីកាប់កេងប្រវាញ់ភ្នែកអញ្ជិញគេលួចឆក់ប្លន់គេកាប់កេងប្រវាញ់ញើសឈាមគេដោយសារតែតម្រូវឲ្យរូបឧទាហរណ៍អញ្ចឹងអ្នកខ្លះមិនយើងនៅណែអ្នកខ្លះដើម្បីតែរូបដើម្បីតែរូបជាប់ជាពាក់តែរូបអាចផិតក្បត់ប្រពន្ធកូនជាទីស្រឡាញ់អាចចោលប្រពន្ធអាចចោលកូនដោយសារតែរូបដីម៉ែចែកឲ្យមកអំពកលើសស្រីពៅតែមកអំពកកាត់កាលម៉ែឯងចោលដោយសារតែរូបទីបំផុតទៅអារូបហ្នឹងវាមានខ្លឹមសារអីមើលយើងមើលដែលយើងឆ្លោះទាស់គ្នាខឹងគ្នាប្រច័ណ្ឌគ្នាជះទឹកអាស៊ីតដាក់គ្នាជេរបចោគ្នាចំណែនកាប់ចាក់គ្នាបាញ់បោះដាក់គ្នាដោយសារតែរូបហ្នឹងទីបំផុតទៅរូបហ្នឹងមានន័យអីមានខ្លឹមសារអីក្រៅអំពីគុណធម៌ដែលយើងម្នាក់គួរប្រឹងចម្រើនក្នុងខ្លួនឲ្យបានច្រើនទីបំផុតទៅគឺគ្មានតម្លៃក្រៅអំពីបុណ្យកុសលនឹងទេជាសរណៈគ្មានយកប្តីយកប្រពន្ធយើងទៅជាមួយបានទេប្តីយើងប្រពន្ធយើងស្រឡាញ់យើងប៉ុណ្ណាក៏ដោយថ្នមយើងនៅរស់នេះដូចកែវដូចពេជ្រក៏ដោយប៉ុន្តែដាច់ខ្យល់តែ2ម៉ោងគេអូសយើងចុះពីលើផ្ទះដាក់ក្រែក្រោមផ្ទះតែមួយថ្ងៃក្រោយទាញចេញពីលើក្រែដាក់ក្រាមកឈូសតែ2ថ្ងៃក្រោយទាញចូលដល់កណ្ដាលព្រៃបើកមើលមុខយើងតែ5នាទីគេដើរមកផ្ទះវិញហើយគេຕົកយើងនៅមួយអាចារ្យនៅកណ្ដាលព្រៃហ្នឹងហើយមែនទេញោមមែនទេអត់មានអ្នកណាជាសរណៈក្រៅអំពីគុណធម៌គឺសេចក្តីល្អមួយគត់ដែលយើងត្រូវចម្រើនតែហ្នឹងដែលអាត្មាធ្លាប់បញ្ជាក់រឿយថាម៉េចមកតែងបញ្ជាក់ទៅនៅទស្សនៈមួយដែលអាត្មាឲ្យទៅញាតិញោមរៀនពិចារណាថាផ្លិចអ្វីកុំឲ្យផ្លិចជាតិឃ្លាតអ្វីកុំឲ្យឃ្លាតឆ្ងាយពីគុណធម៌ហើយក្រអ្វីលើលោកនេះអាត្មាមើលអត់ឃើញក្រស្មើប្រសើរស្មើនឹងក្រផ្លូវចិត្តអន្តៈអ្វីលើលោកនេះក៏មិនស្មើដោយមោហៈដោយតណ្ហានិងលោភៈដែរវង្វេងអ្វីក៏មិនស្មើនឹងមោហៈនិងអវិជ្ជាពាក្យថាផ្លិចអ្វីកុំឲ្យផ្លិចជាតិមានន័យថាយើងបានជាតិកំណើតជាមនុស្សអាស្រ័យដោយសារបុណ្យអញ្ចឹងបានមកមនុស្សដោយសារបុណ្យកុំនាំគ្នាផ្លិចបុណ្យត្រូវនាំគ្នាសន្សំគុណនៅតម្លៃនៃសេចក្តីល្អមានទានមានសិលភាវនាសមាធិបញ្ញាក្នុងសន្តាននៃចិត្តរបស់យើងគ្រប់គ្នាណាយោមអនុមោទនាឥឡូវចូលមករឿងយើងរៀនពិចារណាភិក្ខុសង្ឃសម័យព្រះដែលសម្រេចគុណធម៌ថ្នាក់សោតាសកតិអនាគារហូតដល់ព្រះអរហន្តភាគច្រើនគឺការពិចារណាចំពោះកាយានុបស្សនាសតិប្បដ្ឋាននឹងឯង
ដោយពេលដែលព្រះអង្គលើករឿងរូបនាងសិរិមាឃើញភ្នែកចឹងហើយព្រះអង្គសម្ដែងអំពីកាយហ្នឹងណាជារបស់ពុកផុយស្អុយរលួយសន្តិហោរីរូបរាងកាយព្រះសម្ដែងសន្តិហោរីរូបរាងកាយរោគកណិតធាំងជាសម្បុកនៃរោគបឋាំងគុណាំងជារបស់ពុកផុយស្អុយរលួយមិនគួរជាទីប្រាថ្នាព្រះអង្គសម្ដែងតទៅរហូតខណ្ឌតែព្រះអង្គសម្ដែងអំពីទោសអំពីវិបត្តិនៃរូបអំពីរូបដែលមិនមានជារបស់ដែលយើងគួរជាប់ជាពាក់គួរត្រេកតាអាលគួរនឿយណាយចំពោះរូបនេះប៉ុណ្ណឹងភិក្ខុសង្ឃបរិស័ទអ្នកដែលចិត្តបានសម្រេចគុណធម៌ហើយគ្រាន់តែស្ដាប់ព្រះអង្គសម្ដែងតាមអាគាថាពីគាថាក៏បានសម្រេចគុណធម៌រៀងខ្លួនអញ្ចឹងយើងគួរនឿយណាយខ្លះនឹងបើថាមានប្រពន្ធស្មោះនឹងប្រពន្ធបើថាមានប្តីស្មោះនឹងប្តីប្តីពិការភ្នែកក៏ស្មោះនឹងប្តីពិការភ្នែកកុំឲ្យមើលប្តីណាមិនពិការភ្នែកដែលមិនមែនរបស់យើងបើប្រពន្ធយើងខ្មៅឲ្យសុបាយចិត្តនឹងប្រពន្ធខ្មៅកុំឲ្យមើលប្រពន្ធសដែលមិនមែនរបស់យើងទាំងអស់គ្នាដោយព្រះអង្គសម្ដែងអំពីវិបស្សភិក្ខុទាំង500ហ្នឹងណាចូលរឿងយើងវិញមករឿងចប់ឲ្យញោមរៀនពិចារណាវិបស្សភិក្ខុទាំង500ហ្នឹងពីដំបូងសុទ្ធតែជាតកូលព្រាហ្មណ៍អ្នកមានតម្លៃមានមុខមានមាត់អ្នករស់ស៊ីអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ហើយការដែលគាត់នៅជាព្រាហ្មណ៍នៅជាអ្នករស់ស៊ីនៅជាការាវាសអ្នកគ្រប់គ្រងផ្ទះញោមមកមិត្តភ័ក្តិទាំង500អ្នកហ្នឹងមួយថ្ងៃដឹងតែសុបាយចុះមានលុយទេញោមតែមានលុយដឹងពីសបាយស្រីស្រាបៀបនផឹកស៊ីជួបជុំមិត្តភ័ក្តិព្រឹកល្ងាចដល់ពេលមួយបានស្ដាប់ធម៌របស់ព្រះដែលមានពភៈក៏កើតទៅនៅសេចក្តីជ្រះថ្លាដំបូងហ្នឹងអត់ដឹងតែធម៌នឹងស្អីទេប៉ុន្តែឃើញប្រសក់ទៅជាទាំងហែគ្នានាំគ្នាទៅស្ដាប់ធម៌រៀងរាល់ថ្ងៃពីព្រោះព្រះអង្គការនៅបជនពុទ្ធកិច្ច5យ៉ាងអត់ដៃចោលទេពុទ្ធកិច្ច5យ៉ាងពេលទៀបភ្លឺប្រមាមើលនិស័យសត្វដល់មើលឃើញនិស័យសត្វណាមាននិស័យព្រឹកឡើងចេញទៅប្រោសសត្វហ្នឹងមកពីប្រោសសត្វវិញពេលថ្ងៃឆាន់ត្រង់ហើយសម្ដែងធម៌ទេសនាពេលពាក់រសៀលឲ្យអាវាតភិក្ខុពាក់កដារាត្រីដោះប្រស្នាទេវតាអាពុទ្ធកិច្ច5យ៉ាងនោះអត់ដៃចោលទេចឹងទៅប្រសក់គេចេះទាំងហែគ្នានាំគ្នាទៅស្ដាប់ធម៌រៀងរាល់ថ្ងៃរសៀលចឹងទៅក៏ចេះឆ្ងល់ថាម៉េចបាទប្រសក់អស់ហ្នឹងទាំងក្មេងទាំងចាស់ចេះនាំគ្នាទាំងហែទៅស្ដាប់ធម៌ហ្នឹងវាឲ្យស្អីវាជួយស្អីដំបូងថាគ្រាន់តែទៅមើលគេទេដល់នាំគ្នាទៅដល់ទៅស្ដាប់ធម៌ទៅកើតចិត្តជ្រះថ្លាបួសទាំងអស់បួសចោលប្រពន្ធទាំងអស់ញោមហ្នឹងប្រពន្ធកូនទ្រព្យសម្បត្តិលះចោលទាំងអស់ទៅបួសតាមព្រះណែញោមឯងសិក្សាកពីព្រះបីដកញោមសិក្សាមើលសតនក្តីវិន័យក្តីគឺអ្នកបួសសម័យព្រះសត្វតកូលអ្នកមានសត្វតកូលស្ដេចតកូលមន្ត្រីធំទាំងអស់ដូចតែជ្រះថ្លានឹងធម៌ព្រះនាំគ្នាទៅបួសទាំងអស់ចោលរាជបល្ល័ង្កចោលបុតចោលភរិយាចោលមហេសីចេញទៅបួសតាមព្រះដល់ទៅបួសហើយនាំគ្នាកាន់ធរទៅដងនាំគ្នាថ្វាយអង្គមលាព្រះទៅប្រព្រឹត្តព្រហ្មចរិយធម៌នៅក្នុងរុក្ខមូលហ្នឹងមានន័យថាលោកពេញចិត្តនៅឱកាសសេនាសនៈអត់នៅសន្ធតសេនាសនៈឬក៏អត់នៅមញ្ចបៃខសេនាសនៈឬក៏អត់នៅវិហេរសេនាសនៈទេដោយលោកនៅកត់នៅសាលាព្រះវិហារថ្ងៃគេហៅថាវិហេរសេនាសនៈដល់លោកណាពេញចិត្តទុដងលោកនៅឱកាសសេនាសនៈមិនន័យថាឃើញកាត់លាងភ្នំណារៀងសំគួរអញ្ចឹងលោកកំណត់លាងភ្នំហ្នឹងជាទីតាំងដែលលោកសម្គាល់កំណត់ប្រព្រឹត្តព្រហ្មចរិយធម៌លោកនៅក្រោមថ្មហ្នឹងទៅឬក៏ក្រោមដើមឈើណាមួយដែលលោកពេញចិត្តថាក្រោមដើមឈើហ្នឹងជាទីសំគួរហើយក៏លោកគង់ក្រោមដើមឈើហ្នឹងតាប្រាំងតាំងភាសាអញ្ចឹងទៅអញ្ចឹង500អង្គហ្នឹងលោកនាំគ្នាកាន់ធរទៅដងក៏ទៅប្រព្រឹត្តព្រហ្មចរិយធម៌នៅឱកាសសេនាសនៈនៅកណ្ដាលព្រៃភ្នំស្ងាត់ដែលគ្មានអ្នកណាឡើងទៅរំខានដើរទៅដល់ប្រព្រឹត្តធម៌ញោមឲ្យពិចារណាសតិបដ្ឋានសោតមានកាយានុបស្សនាសតិបដ្ឋាននឹងដំបងពិចារណាយ៉ាងម៉េចក៏មិនសម្រេចគុណធម៌គ្មានទេ500អង្គនឹងតែសោតាអត់បានផងដល់អញ្ចឹងអស់មកវសានឹកថាយើងបែបប្រហែលជាដើរផ្លូវខុសហើយយ៉ាងឥឡូវយើងទៅជួបគ្រូយើងវិញទៅជួបព្រះដែលមានពភៈវិញសុំបធរដែលព្រះអង្គជួយបំភ្លឺធ្វើយ៉ាងណាឲ្យយើងប្រព្រឹត្តធម៌ទៅងាយនឹងសម្រេចគុណធម៌នាំគ្នាដើរមកតាមផ្លូវណាចិត្តដល់វត្តហ្នឹងញោមប្រហែលជាប្រមាណយោជទៀតត្រូវដល់វត្តហ្នឹងក៏ឃើញថ្ងៃហ្នឹងវាលិចលិចហើយរះដើរមកតាមផ្លូវឃើញថ្ងៃលិចហើយរះហើយលិចហើយរះដើរមកយប់ថ្ងៃតម្រាំមកដល់វត្តជួបព្រះហ្នឹងញោមព្រោះជំនាន់ព្រះដើរថ្មើរជើងអត់មានម៉ូតូមានឡានអីទៅយកទេអញ្ចឹងឧបមាថាយើងចង់មកក្រូចឆ្មាត្បូងឃ្មុំនេះទៅអំពេញវិញត្រូវដើរប្រហែលជាមួយអាទិត្យជាងឯនោះបាទដល់អំពេញមួយអាទិត្យទៅ10ថ្ងៃនោះក៏ដើរអញ្ចឹងទៅណដើរនឹងតាមព្រៃនឹងយប់ថ្ងៃភិក្ខុជាមេក្រុមមួយអង្គហ្នឹងលោកពិចារណាត្បូងគេលោកថាណៃយើងអ្នកទាំងអស់គ្នាពិចារណាមើលដូចខ្ញុំកណាពិចារណាទេមើលថ្ងៃហើយនឹងយប់ដែលវារះឡើងហើយវាលិចទៅវិញហើយដល់ពេលថ្ងៃទៅថ្ងៃក្តៅកាន់តែខ្លាំងឃើញថ្ងៃបដើកូនព្រិចវាបដិញគ្នាញោមដែរឃើញថ្ងៃបដើកូនទេធ្លាប់ឃើញទេយាយ
ពេលថ្ងៃក្តៅខ្លាំងណាឃើញថ្ងៃបដៅកូនព្រិចចឹងលោកក៏ពិចារណាថាអូណោះគិតទៅដំណើរនៃសង្ខារហ្នឹងឧបមាដូចថ្ងៃបដៅកូនហ្នឹងចឹងវាបដៅទៅហើយថ្ងៃកាន់តែក្តៅហ្នឹងមានន័យថាលោភៈចិត្តរបស់មនុស្សកាន់តែខ្លាំងគឺយើងនាំគ្នាបដើគ្នាទៅរកអាជាតិជារៀបជាធិនៅមរណៈហ្នឹងកើតស្លាប់បដើគ្នាទៅរកតែកើតស្លាប់ជួបប្រត់ចំណែននិនទាឈ្នាននេះសុកទុកហ្នឹងនៅតែកើតស្លាប់និនទាចំណែនឈ្នាននេះនេះគ្មានទីបញ្ចប់ធម៌ហ្នឹងព្រះអង្គសម្ដែងថាផិនដូប្រមាំងរូបបាំងវេទនាពុបលោប្រមាមរិជគោប្រមាសញ្ញាសង្ខារកតលុប្រមាមាយុប្រមាញ់ចវិញ្ញាណទេសេតានិច្ចពន្ធុនីរូបមានសក្តិប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសក្តិប្រៀបធៀបនឹងកពេញទឹកដែលប៉ោងឡើងព្រួយសញ្ញាមានសក្តិប្រៀបធៀបដូចថ្ងៃបដៅកូនសញ្ញាគឺការកំណត់សម្គាល់លោករៀនពិចារណាទៅអណោះយើងគ្រប់គ្នានេះដែលកើតរលត់នឹងដូចថ្ងៃបដៅកូននឹងកាលណាយើងមិនមានសញ្ញាក្នុងការកំណត់សម្គាល់ថាទោសរបស់តណ្ហានិងលោភៈនេះវាជាទោសមោហៈនិងអវិជ្ជានេះវាជាគ្រឿងចងយើងឲ្យមើលមិនឃើញអំពីទោសរបស់តណ្ហានិងលោភៈនឹងទេម្លេះសំយើងគ្មានសញ្ញាក្នុងការកំណត់សម្គាល់របស់ទោសនៃតណ្ហានឹងទេយើងនៅតែបដើគ្នាទៅរកអាជាតិជារៀបជាធិមរណៈជាតិជារៀបជាធិមរណៈគ្រប់តែជាតិគ្មានទីបញ្ចប់កើតការពិចារណាទាំងអស់គ្នាមួយហើយលោកឲ្យពិចារណាទៀតពីខុសឯងមើលអាបដើគ្នាអញ្ចឹងទៅរះមកហើយមិនបានប្រមាណក៏លិចទៅវិញទៅមកប្រព្រឹត្តភ្នែកហ្នឹងយើងរាល់ថ្ងៃ70ឆ្នាំ80ឆ្នាំហ្នឹងបើពិចារណាដូចមកប្រព្រឹត្តភ្នែកអញ្ចឹងណាញោមចាមែនទេញោមណោះស្វាមីញោមហៀបញោមពិចារណាមើលភរិយាជាទីស្រឡាញ់បើយើងសម័យថើយក្រោយវិញស្រឡាញ់គ្នាតាំងពីរៀបការរហូតដល់បានបត់ប៉ុណ្ណឹងដូចមកប្រព្រឹត្តភ្នែកអញ្ចឹងញោមមែនទេបើយើងសម័យតែរឿងល្អជាមួយគ្នាដូចមកប្រព្រឹត្តភ្នែកចាបាទដូចលឿនណាស់អាពេលវេលាដែលយើងមិនទន្ទឹងរង់ចាំទុកហ្នឹងគឺវាលឿនណាស់ឧបមាដូចយើងពងសបាយរីករាយអីមួយហ្នឹងលឿនណាស់ប៉ិនបើពេលពងតសេវិញ្ញាសាប្រឡងនោះដូចមិនចង់ឲ្យមកដល់ហ្នឹងលឿនណាស់ប៉ុន្តែបើពេលដែលយើងទន្ទឹងរង់ចាំស្អីមួយវាយូរណាស់អញ្ចឹងបើយើងពិចារណាត្រឡប់ថយក្រោយនៅរឿងល្អជាមួយគ្នាដូចមកប្រព្រឹត្តភ្នែកអញ្ចឹង70 80ឆ្នាំបាត់ហើយដល់ថ្ងៃត្រឡប់ទៅវិញទៅទាំងអស់គ្នាដូចថ្មអីទៅមកកើតម្សិលមិញឥឡូវអស់40ឆ្នាំបាត់ខ្ញុំឃើញហ្នឹងហើយចិត្តដល់ថ្ងៃទៅវិញដូចញាតិញោមដែរបាទអញ្ចឹងមានន័យថាដូចមកប្រព្រឹត្តភ្នែកអញ្ចឹងចឹងលោកពិចារណាថាអញ្ចឹងអាថ្ងៃរះហើយលិចហ្នឹងវាលឿនដូចតែដំណើរជីវិតរបស់យើងអញ្ចឹងដែលកើតហើយរលត់ដល់ពេលទៅមុខទៀតណោះដើរកាត់ស្ទឹងណោះបានកាន់តែសង្វេគមែនតើដើរកាត់ស្ទឹងហ្នឹងឃើញអាទឹកវាហូរពីលើមកធ្លាក់បុកនឹងថ្មវាហូរធ្លាក់ពីលើមកវាបុកនឹងផ្ទាំងថ្មដល់បុកនឹងផ្ទាំងថ្មទៅនេះអាកន្លែងហ្នឹងឯងញោមដែលព្រះលោកសំដែងថាធម្មៈហ្នឹងគឺធម្មជាតិជុំវិញខ្លួនយើងណាតែយើងកើតវិមង្សាសមាសង្កេបកើតធម៌ទាំងអស់ញោមគ្រាន់តែឃើញគ្រាន់តែភិក្ខុហ្នឹងដូចគ្នាគ្រាន់តែឃើញទឹកហូរធ្លាក់មកបុកនឹងថ្មហើយធ្លាក់ចេញផុតពីអាថ្មផ្ទាំងដែលបុកធ្លាក់មកវាហូរធ្លាក់មកក្រោមហ្នឹងវាបែកពពុះធម្មតាញោមទឹកតែធ្លាក់មកបុកនឹងស្អីវាបែកពពុះញោមធ្លាប់ឃើញទឹកវាហូរបើវាហូរទៅទេតែគ្នាវាហ្មងវាអត់សូវមានពពុះទេបើវាហូរទម្លាក់ពីលើមកវាធ្លាក់ជាមួយនឹងផ្ទាំងបុកនឹងផ្ទាំងថ្មសិនបានវាហូរចូលទឹកគ្នាវាទៅវាបែកជាពពុះដល់បែកជាពពុះអញ្ចឹងទៅវាកជាពពុះឲ្យបែកកជាពពុះឲ្យបែកកជាពពុះឲ្យបែកលោកកើតធម៌ពិចារណាទៀតពិខុហើយយើងថាថ្ងៃបដៅកូនហ្នឹងអាថ្ងៃរះឲ្យលិចហ្នឹងយើងថាលឿនប៉ុន្តែបើគិតពីសង្ខារយើងវិញវាលឿនជាងអាការតាក់តែងនឹងទៅទៀតមើលសង្ខារយើងតាក់តែងមកហើយបើយើងគិតពីដំណើរជីវិតខ្យល់ដង្ហើមចេញចូលរបស់យើងវាលឿនដូចអាទឹកដែលបែកដែលប៉ោងឡើងហើយបែកប៉ោងឡើងហើយបែកប៉ោងឡើងហើយបែកហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថារូបមានសក្តិប្រៀបធៀបនឹងដុំនៃពពុះទឹកហ្នឹងខ្ញុំឃើញទេរូបយើងមានសក្តិប្រៀបធៀបដូចដុំនឹងពពុះទឹកហើយបើវេទនាគឺការសោយអារម្មណ៍ដូចកពេញទឹកអាកពេញទឹកលឿនជាងអាដុំនៃពពុះទឹកទៀតអារូបយើងហ្នឹងគ្រាន់បែកធ្លាយបន្តិចហ្នឹងបានលោកប្រៀបថាដូចដុំនៃពពុះទឹកអាដុំនៃពពុះទឹកឧបមាដូចយើងបបយើងដាំបាយពេលយើងបើកកម្របមកវាប៉ោងអញ្ចឹងមកសន្ទុះបានវាបែកភូទៅមួយទៅវាគ្រាន់បែកណាអញ្ចឹងរូបយើងហ្នឹង70 80ឆ្នាំ60ឆ្នាំបានបែកមួយទៅដូចដុំនៃពពុះទឹកប៉ុណ្ណេះអាវេទនាគឺការសោយអារម្មណ៍សោមនស្សទោមនស្សអបេខាមិនសោមនស្សមិនទោមនស្សនោះវាលឿនផ្លាស់ប្ដូរគ្នាគ្រប់គណៈចិត្តយើងផ្លាស់ប្ដូរលឿនមែនទេញោមលឿនទេរាល់ថ្ងៃលឿនទេគេនិយាយឲ្យត្រូវចិត្តញ៉ាំស្ញាញ់ទៅគេនិយាយមិនតោះចិត្តតិចខឹងតើងចានអស់មួយរាវអញ្ចឹងទៅនឹងខ្ញុំឃើញវាផ្លាស់ប្ដូរនេះលឿនណាស់នឹងអាស្រឡាញ់ក៏លឿនអាស្អប់ក៏លឿនអាតោមនស្សក៏លឿនអាសោមនស្សក៏លឿនដែរអាបេខាមិនតោមនស្សមិនសោមនស្សក៏លឿនដែរតាមរយៈអាយតនៈខាងក្នុងខាងក្រៅដែលវាប៉ះទប់មកហើយថ្ងៃនេះអាត្មាសំដែងធរយើងជ្រៅតិចបែបដឹងអាម៉េចទេមុខដូចយើងជូអស់ហើយដូចដឹងលោកសំដែងពីអីអញស្ដាប់មិនបានសោះណាបើអ្នករៀនធរស្រួលស្ដាប់ហ្នឹងបើអ្នកអត់ធ្លាប់រៀនធរមិនដឹងស្ដាប់ថាអាម៉េចអញ្ចឹងណោ
ព្រះអង្គលោកសម្ដែងថាវេទនានឹងគឺដូចជាការសោយអារម្មណ៍របស់យើងវាផ្លាស់ប្ដូរគ្នាលឿនគ្រប់ខណៈចិត្តបើកាលណាគ្មានធម៌អត់សង្កត់ទេគឺយើងប៉ុណ្ណឹងបដ ாய் ចិត្តយើងឲ្យកើតអកុសលគ្រប់ខណៈចិត្តលឿនណាស់ញោមមកគ្រាន់តែកើតការពិចារណាប៉ុណ្ណឹងដឹងដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវត្តនោះទេព្រះអង្គដឹងថាភិក្ខុទាំង500ហ្នឹងចិត្តបានសម្រេចគុណធម៌ជាន់ខ្ពស់ហើយចឹងព្រះអង្គជួយតែបន្តិចទៅនឹងបានសម្រេចគុណធម៌ចឹងព្រះអង្គសម្ដែងអោភាសពីវត្តមកញោមព្រះអត់ចាំបាច់មុនមកព្រះអង្គសម្ដែងអោភាសញ៉ាំងអធិវត្ថិមកនិយាយចឹងព្រះអង្គប្រើដល់រិទ្ធនិយាយដូចញាតិញោមអត់ជឿដូចភូតចឹងប៉ុន្តែព្រះអង្គសម្ដែងអោភាសណាព្រោះព្រះអរហន្តលោកបកែណាស់រិទ្ធដោយព្រះមហាមោគលានអីតិចទៅឋានសួគ៌ទៅប្រុសទេវតាតិចទៅចុះទៅអវជ័យមហានរកទៅមើលសត្វនរកតិចឡើងទៅរូបព្រំតិចទៅអរូបព្រំលោកវិលចុះវិលឡើងក្នុងឋានទាំង3នឹងព្រះមហាមោគលានស្រេចទៅលោកចង់ទៅប្រុសកន្លែងណាលោកទៅហ្នឹងអស់ចានណាហើយឋានទាំង3ហ្នឹងឋានយើងនេះអាចជិះយន្តហោះបានប៉ុន្តែបើនរកអត់មានអាណាជិះយន្តហោះទៅកើតទេឋានសួគ៌នេះក៏អត់ជិះអត់ដល់ដែរប៉ុន្តែព្រះមហាមុគលានបើឋានសួគ៌នឹងអវជ័យមហានរកទៅមិនតាន់អស់មកប្រព្រឹត្តភ្លេចភ្លើងធូបមិនតាន់ឆេះអស់មកប្រព្រឹត្តមកចុងធូបផងគឺព្រះមហាមុគលានទៅដល់អវជ័យមហានរកភ្លាមវាអស់ចាអញ្ចឹងព្រះដែលមានពភៈព្រះអង្គដឹងថាភិក្ខុនឹងកំពុងពិចារណាចិត្តបានសម្រេចគុណធម៌លោកញ៉ាំងអធិវត្ថិប្រើសម្ដែងអោភាសដូចប្រោសមត្តកុណ្ដលីមត្តកុណ្ដលីហ្នឹងគាត់អាកូនហ្នឹងជ្រះថ្លាចង់ថ្វាយអង្គមព្រះហើយតាំងពីកើតមកអត់ដែលឲ្យចេញក្រៅផ្ទះទេហើយបើដំខ្សែដៃឲ្យពាក់ដោយអាចារ្យអីអត់មានឲ្យពាក់នៅកណ្ដាលចំណោមមនុស្សចឹងទេខ្លាចគេឃើញគេសុំចឹងដំខ្សែដៃឲ្យពាក់ដែរស្រឡាញ់កូនស្មៅជីវិតប៉ិនឲ្យពាក់តែក្នុងផ្ទះហើយបើចឹងអត់ឲ្យពាក់រងាប់អីនឹងគេពាក់បង្ហាញអ្នកដតីឲ្យវាឃើញឯងឲ្យកូនពាក់តែក្នុងផ្ទះហើយអត់ឲ្យដើរតាណាទេអត់តែកូនចង់ទៅស្រាប់ធម៌ក៏មិនឲ្យចូលចង់ទៅធ្វើបន់ក៏មិនឲ្យទៅដល់កូនឈឺធ្ងន់មែនតែនចិត្តដៃខ្យល់ចង់ថ្វាយអង្គមព្រះនឹកតែមិនដែលបានធ្វើបន់អាចិត្តចង់ថ្វាយអង្គមព្រះលោកដឹងលោកញៀនដឹងចឹងលោកសំដែងអោភាសហាក់បីដូចជាព្រះអង្គគង់នៅក្បែរមត្តកុណ្ដលីចឹងដល់ឃើញចឹងទៅថ្វាយអង្គមក្នុងចិត្តតាំងងើបថ្វាយអង្គមមិនរួចផងហ្នឹងហើយថ្វាយអង្គមក្នុងចិត្តចឹងទៅក៏ដាច់ខ្យល់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកមិនបាច់លើកទៀតទេរឿងហ្នឹងវែងគ្រាន់តែបញ្ជាក់តែប៉ុណ្ណឹងចឹងដូចគ្នានឹងភិក្ខុ500ហ្នឹងព្រះអង្គមើលដឹងទៅចិត្តបានសម្រេចគុណធម៌ចឹងតថាគតត្រូវទៅជួយចឹងញ៉ាំងអធិវត្ថិសម្ដែងបដិហាសម្ដែងអោភាសមកហាក់បីដូចជាព្រះអង្គឈរក្បែរភិក្ខុទាំង500ហ្នឹងដែលភិក្ខុ500ពងឲ្យឆ្លងស្ទឹងពងឲ្យឈរមើលទឹកហ្នឹងញោមអានំនាមើលទឹកបែកពពុះឲ្យប៉ោងឲ្យបែកកើតការពិចារណាថាសង្ខារនិងវិញ្ញាណនិងវេទនាគឺការសោយអារម្មណ៍ហ្នឹងដូចគ្នាផ្លាស់ប្ដូរគ្នាលឿនចឹងបើយើងអត់ចេះអត់សង្កត់ហ្នឹងទេគឺចិត្តយើងច្បាស់ជាកើតអនុកុសលគ្រប់ខណៈចិត្តលឿនផ្លាស់ប្ដូរគ្នាកុសលអកុសលហាក់បីដូចជាទឹកប៉ោងឲ្យបែកចឹងដល់ព្រះសម្មាសម្ពុទ្ធសម្ដែងអោភាសមកហាក់បីដូចជាព្រះអង្គឈរនៅពីមុខភិក្ខុ500ហ្នឹងព្រះអង្គសម្ដែងធម៌ទេសនាសម្ដែងគាថាប្រោសភិក្ខុអស់ហ្នឹងដើម្បីញ៉ាំងចិត្តឲ្យកាន់តែកើតទៅនៅបៃតិបាមកជាចឹងព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយមច្ចរាជគឺសេចក្តីស្លាប់មរណៈគឺសេចក្តីស្លាប់តែងប្រកាសចំពោះបុគ្គលហ្នឹងដែលមិនមានសេចក្តីពិចារណារីឯមរណៈក៏តែងប្រកាសចំពោះបុគ្គលដែលមានការពិចារណាប៉ុន្តែអ្នកដែលមានការពិចារណាទុកហើយសោកហើយនឹងភ័យរមែងមិនប្រកាសចំពោះបុគ្គលនោះទេមានន័យថាម៉េចមានន័យថាអ្នកមិនដែលពិចារណាសេចក្តីស្លាប់វាកើតដូចគ្នាហ្នឹងអាអ្នកពិចារណាសេចក្តីស្លាប់ក៏នោះទៅស្លាប់ដូចគ្នាប៉ុន្តែអ្នកដែលបានពិចារណាទុកហើយផ្លូវចិត្តពេលដែលសេចក្តីទុកនឹងវាកើតឧបមាថាភរិយាឃ្លាតព្រាត់ស្វាមីឃ្លាតព្រាត់កូនឃ្លាតព្រាត់សេចក្តីទុកផ្លូវចិត្តវាមិនសូវកើតឡើងខ្លាំងទូមនុស្សផ្លូវចិត្តវាមិនសូវកើតឡើងខ្លាំងទេសេចក្តីសៅមងផ្លូវចិត្តមិនកើតឡើងខ្លាំងទេតែអ្នកដែលមិនបានត្រៀមចិត្តអ្នកមិនដែលពិចារណាថាសេចក្តីស្លាប់នឹងវាមកប្រកាសដល់ខ្លួនក្នុងពេលណាមួយដល់ពេលវាកើតឡើងភ្លាមសេចក្តីទុកនឹងវាកាន់តែខ្លាំងទំហំនៃសេចក្តីទុកនឹងវាកាន់តែធំមនាលភិក្ខុទាំងឡាយហាក់បីដូចជាអ្នកទាំងឡាយកំពុងតែពិចារណាទៅនៅពពុះទឹកដែលប៉ោងឡើងហើយបែកយ៉ាងណាវេទនាគឺការសោយអារម្មណ៍របស់សត្វលោកកាលណាមិនមានការអត់សង្កត់ចិត្តរបស់បឋិជនតែងបដ ாய் ចិត្តនឹងឲ្យកើតទៅនៅអកុសលគ្រប់ខណៈចិត្តកុសលក៏កើតគ្រប់ខណៈចិត្តនៅពេលដែលយើងមិនបានអត់សង្កត់វាផ្លាស់ប្ដូរគ្នាលឿនប៉ុន្តែសម្រាប់បុគ្គលដែលមានការពិចារណាមានសតិតាំងនៅមាំបុគ្គលនោះតែញ៉ាំងចិត្តឲ្យកើតជាកុសលគ្រប់ខណៈចិត្តមិនអាចឲ្យអកុសលកើតឡើងយ៉ាងដូច្នោះដែរព្រះអង្គសម្ដែងប៉ុណ្ណឹងទៅភិក្ខុទាំងឡាយលុតជង្គង់ថ្វាយអង្គមព្រះស្ដាប់ធម៌ទេសនាចម្រើនទៅនៅសមថវិបស្សនាកលែងក្បែរស្ទឹងហ្នឹងយប់
នាំគ្នាអង្គុយសមាធិក្បែរស្ទឹងហ្នឹងពិចារណាទៅនៅសតិប្បដ្ឋានសូត្រមានកាយានុបស្សនាសតិប្បដ្ឋានវេទនានុបស្សនាសតិប្បដ្ឋានធម្មនានុបស្សនាសតិប្បដ្ឋានបានសម្រេចគុណធម៌រៀងខ្លួននៅក្នុងខណៈនោះហ្នឹងអញ្ចឹងញោមទាំងអស់គ្នារៀនពិចារណាជាពិសេសកាយានុបស្សនាសតិប្បដ្ឋានពិចារណាតកាយហើយកាយឥឡូវកាយឯងនេះនឹងហាក់បីដូចជាស្លឹកឈើទុំមានពណ៌លឿងហើយចាណាអញ្ចឹងណាយាយកាលណាយើងចូលដល់វ័យ70 80ហើយហាក់បីដូចជាស្លឹកឈើមានពណ៌ទុំមកពេលមានពណ៌លឿងហើយស្លឹកឈើតែវាមានពណ៌លឿងវាចិត្តអាម៉េចញោមចិត្តម៉េចវាចិត្តជ្រុះហើយអញ្ចឹងអញឥឡូវហាក់បីដូចស្លឹកឈើមានពណ៌លឿងឬហាក់បីដូចវីសាហ្នឹងចិត្ត expire ហើយវីសាយើងហ្នឹងណាហ្នឹងហើយវាចិត្តផុតកំណត់ហើយត្រូវនាំគ្នាបន្តបន់ដើម្បីបន្តវីសាថ្មីដាប់តនទេញោមយកអាវីសាមនុស្សហ្នឹងឲ្យបានមួយជាតិទៀតតែផ្្លាត់សតិបន្តិចក៏ដូរវីសាកតុយពីមុខពីក្រោយក្បែរយើងហើយអាអស់ហ្នឹងតែអស់កម្មរបស់គេមកកន្លែងយើងវិញអញ្ចឹងត្រូវមានសតិសម្បជញ្ញៈហិរិយោបរលឹកដឹងខ្លួនរក្សាវីសាមនុស្សមកជាតិទៀតឲ្យបានពីព្រោះអីពីព្រោះឥឡូវវីសាយើងចិត្តផុតកំណត់ហើយតែចូលដល់វ័យ70 80ហើយមានន័យថាវីសាហ្នឹងវាចិត្ត expire ហើយណាញោមទាំងអស់គ្នាទៅប្រឹងបន្តបុណ្យកុសលដើម្បីបានវីសាថ្មីមកមួយជាតិទៀតហើយឲ្យបានវីសាមនុស្សទៀតកុំឲ្យទៅដូរវីសាអីផ្សេងក្រៅពីមនុស្សពីព្រោះអភ័ព្វណាស់វីសាដតីផ្សេងទៀតក្រៅអំពីវីសាមនុស្សនេះអភ័ព្វណាស់សំបីតែវីសាទេវលោកហ្នឹងក៏អភ័ព្វដែរឥឡូវនេះបើអង្កាលប្រមោកលៀននៅបានទៅសម្ដែងធម៌បានទៅបិណ្ឌបាតប្រុសព្រឹកល្ងាចហើយដល់ឥឡូវមានអាណាដែលឡើងទៅប្រុសកើតអត់ដែលបានស្ដាប់ធម៌ទេពួកទេវៈនោះការប្រមោកលៀនការព្រះនៅអាសាឡើងទៅសម្ដែងធម៌ឲ្យស្ដាប់ឥឡូវមានដែលមានអាណាឡើងទៅកើតអត់មានលោកចេះហោះចេះហៅដោយព្រះអរហន្តទេឲ្យលោកឥឡូវចេះហោះក៏អត់ហ៊ានហោះទេបើសាខ្សែភ្លើងហ្នឹងជំនាន់ព្រះអត់មានខ្សែភ្លើងហោះជ្រែកដីអាម៉េចក៏បានដែរប៉ុន្តែមកចង់បញ្ជាក់ថាឥឡូវវាអស់ព្រះអរហន្តបានអត់អាចទៅសម្ដែងធម៌ប្រុសពពួកទេវៈបានអត់អាចទៅប្រុសពពួកសត្វនរកបានប៉ុន្តែសម័យព្រះមហាមោគលានអាសាឡើងទៅប្រុសពពួកទេវៈណាហ្នឹងលោកអាសាឡើងទៅអញ្ចឹងពពួកទេវៈមានសំណាងហើយមួយយ៉ាងទៀតទោះបីព្រះមហាមោគលានមិនឡើងទៅក៏ពពួកទេវៈអាសាចុះមកស្ដាប់ធម៌ដែរអាសាចុះណាស់ពេលព្រះអង្គសម្ដែងម្ដងរាប់ម៉ឺនទេវតាមកអង្គុយស្ដាប់ធម៌គ្រាន់តែគេអត់អង្គុយក្បែរយើងទេអូម៉ាតែយើងពងអង្គុយស្ដាប់ធម៌អញ្ចឹងទេវតាមកស្ដាប់ដែរនោះគេនៅប្រហែលជាមួយយោជពីរយោជពីយើងមកយោជពីរយោជអញ្ចឹងឧបមាដីហាក់បីដូចជាដីប្រហែលជា10 20 គីឡូពីយើងអញ្ចឹងណាបើគេស្ដាប់ដោយសោតតប្រសាទទឹកប៉ុន្តែគេអត់នៅខ្ពស់ជាងព្រះប៉ុន្តែគេអត់អង្គុយក្បែរយើងទេហេតុអីបើគេអត់អង្គុយក្បែរយើងជាមនុស្សគេថាអង្គុយចិត្តមនុស្សអត់បានទេមនុស្សធំក្លិនមិនល្អទេនេះគេខ្ពើមក្លិនយើងណាញោមគេអត់អង្គុយក្បែរទេហើយយើងនេះបើក្លិនយើងវាមិនល្អអញ្ចឹងមិនក៏ខំប្រឹងផិតក្បត់គ្នាទៅរក3 4 5មក6 7អាខ្លះអ្នកមានខ្លះខេតមាន24ផ្ទះនៅស្ទឹងអាគ្រប់ខេត24ហើយនាងនៅគ្រប់24ខេតដែរនិយាយលេងអត់មានទេមកក៏ឧទាហរណ៍លេងណាហើយដល់អត់ចេះនឿយណាយសោះហើយទេវតាគេខ្ពើមចង់ងប់នេះតែអង្គុយស្ដាប់ធម៌គេអត់មកអង្គុយក្បែរយើងផងហើយយើងចេះចំណែនគ្នានេះគ្នាប្រច័នគ្នាជះទៅអាស៊ីតដាក់គ្នាប៉ាទេវតាគេខ្ពើមចង់ងប់ហើយមែនអ្នកបួសដែលនៅយូរដោយអាត្មាឯងបួសតាំងពី2 10មកដល់40ដែលអាចនៅបានមកពីពិចារណាអញ្ចឹងខ្ញុំឯងពិចារណាមើលតែអត់ងូតទឹកដោះថ្មិញតែ2ថ្ងៃគ្រាន់តែហាមាត់មកចង់ដាច់ចោលហើយប៉ុន្តែពេលយើងអត់តែពិចារណាយើងឃើញស្អាតទាំងអស់ប៉ុន្តែពិចារណាក្នុងធម៌មែនតើគួរឲ្យសង្វេគដោយព្រះគួរឲ្យនឿយណាយដោយព្រះព្រះអង្គលោកសម្ដែងពិតប្រកបមែនហើយញោមថាហេដែលគុណឯងចេះថាអាថ្មិញវាមិនស្អាតទេប៉ុន្តែសក់កូនកណាវិញអ្នកណាក៏ទៅសើតែសក់កូនកណាស្អាតហើយលើលោកនេះកណាថាគ្មានសក់អ្នកណាស្អាតដោយសក់កូនកណាយកពីឡងសឡូនឲ្យទុនល្មីខ្មៅក្រឹបតែសៃនឹងមាត់ខៃស្អាតណាស់តែគុណហើយគ្រាន់តែដាក់ដៃពីលើមកអូសមកឡងសឡូនគ្មានជាប់ដៃទេហ្នឹងគាត់ថាសក់ស្អាតណាស់ហើយអ្នកខ្លះគេទៅសើតែថ្មិញកូនកណាស្អាតណាស់មានតកៅស៊ីមួយទេគឺសថ្មិញស្អាតណាស់អ្នកខ្លះតសើតែភ្នែកកូនកណាដូចភ្នែកពេជ្រឆ្នៃអញ្ចឹងគឺស្អាតណាស់អ្នកខ្លះតសើថាកូនស្អាតនេះស្អាតនោះចុះឥឡូវយាយអ្នកតសើសក់កូនស្អាតហ្នឹងបើសក់កូនធ្លាក់ពីលើក្បាលមកតសៃចូលពាកចូលផ្ទាល់ទឹកខ្ញុំឯងឃើញសក់មកតសៃក្នុងផ្ទាល់ទឹកហ្នឹងផឹកឯងខ្ញុំផឹកហ៎អ្នកខ្លះតសើតែថ្មិញស្អាតបើថ្មិញហ្នឹងវាធ្លាក់មួយមិនដឹងថ្មិញអាណាស្រាប់តែថ្មិញអត់ដឹងថាថ្មិញស្អាតវាធ្លាក់មួយចូលក្នុងពាងទឹកទៅឬក៏ចូលក្នុងឆ្នាំងសម្លស្រាប់តែដួសសម្លមកឃើញថ្មិញមួយនៅក្នុងបាតឆ្នាំងហ្នឹងយេពីបើថាស៊ីចូលពោះឲ្យគួតឲ្យ3ថ្ងៃនោះហ្នឹងហើយបើថាទឹកមកពីងហ្នឹងឃើញថ្មិញមួយនៅបាតពីងហើយដឹងថាមកពីងជះចោលទាំងអស់មិនចឹងអីយាយហ៎ហ្នឹងហើយចុះមិនក៏ថាស្អាតហ្នឹងហើយញោមឯងពិចារណាមួយលោកបន្តិចមិនគួរឲ្យយើងជាប់ជាពាក់ទេហេតុអី
ឥឡូវយើងថារូបខាងក្រៅស្អាតអាត្មាតែអាខាងក្រៅហ្នឹងក៏មិនស្អាតដែរបើយើងពិចារណាឲ្យដល់ឥឡូវយើងថាសក់ស្អាតបើសក់ដាច់ពីក្បាលធ្លាក់ចូលពាងទឹកផ្ទាល់ទឹកទៅជារបស់នឿយណាយយើងថាថ្មិញស្អាតបើថ្មិញធ្លាក់ចូលចានបាយផ្ទៃទឹកផ្ទាល់ទឹកទៅជារបស់នឿយណាយហកយើងថារូបខាងក្រៅស្អាតទៅស្អាតអីខាងក្រៅឥឡូវខ្ញុំឯងពិចារណាមួយអាត្មាតាខាងក្រៅហ្នឹងក៏មានអាហ្នឹងទាំងអស់ដែរក្នុងកញ្ចក់ដៃកញ្ចក់ជើងយើងមានស្អីក្នុងកញ្ចក់ដៃកញ្ចក់ជើងហាមានអីមានក្អែលមិនចឹងអ្នកខ្លះថាមានអាចកញ្ចក់ដៃកញ្ចក់ជើងចុះភ្នែកយើងមានស្អីក្នុងភ្នែកអាចភ្នែកចុះក្នុងរន្ធផ្សិតយើងមានអីក្នុងរន្ធផ្សិតអាចរន្ធផ្សិតហើយចុះណែក្លៀកយើងមានអីក្នុងក្លៀកអាចក្លៀកតិចយើងមានស្អីក្នុងតិចអាចតិចចុះក្នុងច្រមុះយើងមានស្អីក្នុងច្រមុះអាចច្រមុះចុះថ្មិញយើងមានស្អីក្នុងថ្មិញអាចថ្មិញប្រជុំអាហ្នឹងទាំងអស់ហើយណាហើយយើងចេះតែថាស្អាតបងអាហ្នឹងដែលព្រះសម្ដែងថាសន្តិហោរីរូបរាងកាយរោគកណ្ឌិតធាំងជាសភិរោគកណ្ឌិតធាំងជាសបុកនៃរោគបឋាំងគុណាំងជារបស់ពុកផុយស្អុយរលួយគួរឲ្យខ្ពើមរអើមនឿយណាយនោះប៉ុន្តែយើងអត់ដែលបានពិចារណាយើងថាព្រះចេះតែថាទេហ្នឹងហើយដល់ពេលយើងពិចារណាមែនតើអូព្រះអង្គសម្ដែងពិតណាស់បើយើងកេះពិចារណាម្លេះសំយើងនឿយណាយហើយយើងមានភាពស្មោះត្រង់យើងមានសច្ចធម៌ក្នុងខ្លួនយើងមិនប្រព្រឹត្តផិតក្បត់ប្រពន្ធកូនអ្នកដតីយើងនឹងមិនប្រព្រឹត្តអកុសលដោយហេតុណាមួយអានឹងចឹងណាវាជាច្បាប់នៃធម្មជាតិវិជាសច្ចធម៌ពិតប្រកបណាស់ដំណើរជីវិតប្រព្រឹត្តទៅរបស់សត្វលោកនឹងគឺអាស្រ័យកម្មជាពូជចែងរៀបចំផ្សំគុំឲ្យយើងគ្រប់គ្នានឹងផ្សេងទីតីពីគ្នាទៅតាមឧបនិស្ស័យរៀងខ្លួននៃពូជគឺកុសលអកុសលដែលយើងបានសន្សំសាងហើយគឺវារមែងឲ្យវិបាកទៅតាមហេតុដែលយើងប្រព្រឹត្តរៀងខ្លួនសត្វណាចម្រើនកម្មជាអកុសលច្រើនក៏ត្រូវឃ្លាតព្រាត់កូនចៅដោយកម្មខយេនមរណៈដោយស្លាប់ព្រោះកម្មមកកាត់ផ្ដាច់ត្រូវឡានកិនណាលងទឹកធ្លាក់ចុងឈើត្រូវគេបាញ់ស្លាប់គេកាប់ស្លាប់ឬក៏មុននឹងស្លាប់នឹងត្រូវពេទ្យវះកាត់20 30កបិតតម្រាំតែនឹងស្លាប់នឹងវេទនាអត់ហ្នឹងគឺប្រព្រឹត្តទៅតាមកម្មជាហេតុដែលព្រះសម្ដែងថាកម្មមកយេនមរណៈសត្វហ្នឹងស្លាប់ព្រោះអាស្រ័យកម្មមកកាត់ផ្ដាច់សត្វខ្លះទៀតក៏ត្រូវឃ្លាតព្រាត់អាស្រ័យអាយុខយេនមរណៈព្រោះអស់អាយុពុទ្ធសាសនាអតិកន្តានិ2500ជាងហ្នឹងសពថ្ងៃនេះមនុស្សរស់នៅគិតតាមអាយុខែ70ឆ្នាំចឹង70ឆ្នាំអ្នកណារស់បាន70ឬ70ជាងហើយក៏ឃ្លាតព្រាត់កូនចៅទៅហ្នឹងគេហៅថាអស់អាយុមានន័យថាពេលវេលានៃដំណើរជីវិតរបស់យើងសពថ្ងៃនេះវាកម្រិតគិតតាមអាយុខែវាប៉ុណ្ណឹងចឹងអ្នកណាស្លាប់អាយុ70ជាងហ្នឹងមានន័យថាអស់អាយុដល់ពេលដល់វេលាដែលត្រូវទុំជ្រុះអ្នកខ្លះទៀតក៏ត្រូវស្លាប់ក្នុងបឋមអវ័យខ្លះត្រូវស្លាប់ក្នុងមជ្ឈិមអវ័យខ្លះបច្ឆិមអវ័យខ្លះព្រោះអាស្រ័យអស់បុណ្យហៅថាបញ្ញកយេនមរណៈគ្រាន់តែថាការស្លាប់ដែលអស់បុណ្យនេះមិនដូចស្លាប់ដោយកម្មមកកាប់ផ្ដាច់ទេត្បិតតែស្លាប់ក្នុងបឋមអវ័យក្តីមជ្ឈិមអវ័យក្តីបច្ឆិមអវ័យក្តីគឺទៅដោយស្រួលសម្រានទៅផ្លឹងនៅខ្នើយនឹងទៅអង្គុយក៏ទៅផ្លឹងសម្រានអង្គុយផ្លឹងហូបបាយហ្នឹងក៏ទៅផ្លឹងភ្លាមនឹងទៅគ្រប់គណៈចិត្តដែលអាចដើរបានដោយមិនលំបាកហៅថាបញ្ញកយេនមរណៈសត្វហ្នឹងស្លាប់ដល់អស់បុណ្យឧបមាថាភ្លើងទៀនឬចង្គៀងដែលយើងដុតកាលណាអស់ជាតិទៀនបន្តិចម្ដងគឺអណ្ដាតនៃភ្លើងហ្នឹងតែងខ្សោយទៅបន្តិចម្ដងអស់ជាតិទៀនពេលណាក៏រលត់ទៅពេលហ្នឹងប៉ិនទៅដោយស្រួលមកដោយមិនលំបាកឧបមាហាក់បីដូចដំណើរជីវិតប្រព្រឹត្តទៅរបស់យើងគ្រប់គ្នាអ្នកណាស្លាប់ដែលអស់បុណ្យហ្នឹងគឺទៅស្រួលនឹងអង្គុយបិទភ្នែកទៅតែម្ដងសម្រានក៏ទៅទាំងសម្រាននឹងទៅដោយមិនលំបាកដល់ទៅនៅទុក្ខវេទនាណាមួយមុននឹងផុតរលត់ទៅមុននឹងអាសាសៈបាសាសៈផុតរលត់ទៅពេលណាក៏មិនមានសេចក្តីទុក្ខវេទនាកើតឡើងពេលនោះហៅថាសត្វស្លាប់អាស្រ័យដោយសារអស់បុណ្យនឹងដែលយើងសន្សំពីអតីតមករីឯព្រះអរហន្តប្រយោគិវចរព្រះអរិយបុគ្គលលេខលោកតែងណាបរិនិព្វានទៅតាមកាលមរណៈគឺអាស្រ័យត្រូវទៅតាមកាលនិងពេលវេលាដែលលោកកំណត់ខ្លួនលោកហៅថាកាលមរណៈហើយយើងជាបឋិជនក្តីកល្យាណបឋិជនក្តីសពថ្ងៃនេះយើងស្លាប់ទៅតាមអកាលមរណៈគ្មានអ្នកណាកំណត់ពេលវេលាខ្លួនឯងបានទេត្រង់ដែលថាយើងមិនអាចកំណត់ពេលវេលាថ្ងៃខែឆ្នាំដោយខ្លួនយើងបានយ៉ាងនេះតែនឹងហើយដែលព្រះលោកទ្រង់ត្រាស់ប្រកាសសម្ដែងដាស់សតិយើងគ្រប់គ្នាថាត្រូវប្រឹងចម្រើនដោយគុណធម៌គ្រប់គណៈចិត្តព្រោះគ្រប់ដង្ហើមចេញចូលរបស់យើងនឹងអាចប្រលត់ទៅគ្រប់ពេល
ចឹងហើយបានព្រះអង្គលោកទ្រង់ត្រាស់ប្រកាសសម្ដែងថាត្រូវមានសតិចងជាប់នៅនឹងកាយរបស់យើងជានិច្ចអន្ត្រីសង្វរៈសីលសង្វរៈត្រូវសង្រួមរវាងប្រយ័ត្នផ្លូវភ្នែកតិចចំោះអណ្ដាតកាយចិត្តហ្នឹងកុំឲ្យអកុសលវាកើតគ្រប់ខណៈចិត្តដោយសារអីដំណើរជីវិតរបស់យើងនឹងអាចប្រលត់ទៅគ្រប់ខណៈចិត្តដូចគ្នាអញ្ចឹងយើងគួរសង្វេគតក់ស្លុតក្នុងដំណើរជីវិតប្រព្រឹត្តទៅរបស់យើងគ្រប់គ្នានឹងមិនទៀងទាត់ហើយមិនវែងឆ្ងាយទេអ្នកខ្លះត្រូវទៅដល់អស់កម្មដោយកម្មមកកាត់ផ្ដាច់អ្នកខ្លះទៅដល់អស់បុណ្យអ្នកខ្លះទៅដល់អស់អាយុអ្នកខ្លះទៅត្រូវទៅតាមកាលអ្នកខ្លះមិនត្រូវទៅតាមកាលយើងគ្រប់គ្នានេះចាត់ថាទៅដោយមិនត្រូវតាមកាលគ្មានអ្នកណាដឹងតែខ្លួនឯងត្រូវប្រលត់ទៅពេលណាទេបងតែនឹងដែលយើងត្រូវភ្ញាក់រលឹកថាត្រូវប្រឹងចម្រើនសេចក្តីល្អហើយគួរសង្វេគទៅប៉ុណ្ណឹងបានបនបានសល់ទៅប្រៃវែមរងទៀតបានបនបានសល់តាមបនិស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនាយ៉ាងណាដំណើរជីវិតរបស់យើងនឹងដូចគ្នាកាលណាយើងមិនច្បាស់លាស់ក្នុងការដើរយើងមិនមានបញ្ញាក្នុងការកំណត់ផ្លូវការរកស៊ីចិញ្ចឹមជីវិតក៏វាអត់ចម្រើនយើងប្រកបរបរអីមួយក៏មិនរលូនយ៉ាងណាវត្តដាក់នឹងដូចគ្នាកាលណាយើងមានមិច្ឆាទិដ្ឋិមោហៈនិងអវិជ្ជាគឺរមែងជាប់ជាពាក់ទៅនៅក្នុងភព3ហ្នឹងនៅក្នុងវត្តដាក់នឹងកាមភពខ្លះរូបភពខ្លះអរូបភពខ្លះវិលចុះវិលឡើងគ្មានទីបញ្ចប់នោះវាស្មុគស្មាញដូចផ្លូវដែលយើងមិនស្គាល់អញ្ចឹងណាហ្នឹងហើយព្រះសម្មាសម្ពុទ្ធដំបងឡើយមានស្គាល់ផ្លូវឯណាញោមដើរខុសផ្លូវហើយជាតិចុងក្រោយហើយនឹងអាបួសហើយនឹងនៅតែដើរខុសទៀតនឹងរកផ្លូវមិនឃើញផ្លូវណាដែលវានាំលោកទៅទីរលត់ទុក្ខរកមិនឃើញទៅសិក្សាជាមួយអាចារ្យទីសាប៉ាមកបានតែមកចេះហោះចេះហើយចេះជ្រែកដីវាអត់រកអាផ្លូវដែលរលត់នៅសេចក្តីទុក្ខឃើញអញ្ចឹងកាលណាយើងមិនស្គាល់ផ្លូវមិនជាក់ច្បាស់គឺលំបាកណាស់ជីវិតយើងដូចគ្នាញោមតើយើងព្យាយាមណាចម្រើនទៅនៅការស្ដាប់ចម្រើនទៅនៅការសិក្សារៀនសូត្រលើកទឹកចិត្តកូនឲ្យកូនរៀនសូត្រឲ្យចប់ចុងចាប់ដើមមានចំណេះវិជ្ជាអញ្ចឹងអាការចិញ្ចឹមជីវិតរបស់គាត់ក៏រលូនមានភាពងាយស្រួលក្នុងការរស់នៅក្នុងតថភាពនៃសង្គមហ្នឹងអាការបំពេញបុណ្យធ្វើទានដូចគ្នាកាលណាយើងមិនសូវយល់ពឹងលើញោមអាចារ្យគឺស្មុគស្មាញណាស់ហ្នឹងអាត្មាឃើញសូមបីតថ្វាយអង្គមលោកក៏អាចារ្យដាក់មេក្រូប្រាប់ឲ្យថ្វាយអង្គមដែរណាហត់ដល់លើកដៃឲ្យព្រមនេះហ្នឹងហើយហៅអោតក្បាលមកអោតក្បាលតិចចកេះឲ្យយើងតុនតិចកូនឲ្យយើងតុនតិចលើកដៃស្ពះកូនលើកទី1លើកទី2ខ្ញុំឃើញស្មុកស្មាញហ៎ពិបាកណាស់ប៉ុន្តែបើសិនជាយើងយល់អត់បាច់អាចារ្យដាក់ក្បាលមេក្រូប្រកាសចឹងទេហើយអាត្មាឃើញមេងរងថ្ងៃចឹងមែនប្រពេលកាយវិញគ្រាន់អាចារ្យគ្រាន់តែឲ្យបត់ជើងហ្នឹងគ្រាន់ប្រាប់បត់ជើងចង់10នាទីនោះមកបត់ត្រូវហ្នឹងហើយលំបាកណាស់ចឹងជីវិតយើងដូចគ្នាការបំពេញបន់ដូចគ្នាហើយដូចណកាលណាយើងអត់សូវយល់ឧទាហរណ៍ដូចណែស្មុកស្មាញយ៉ាងម៉េចឧទាហរណ៍ថាទម្លាប់យើងមុនពេលទេសនាត្រូវថ្វាយអង្គមព្រះត្រូវសុំសិលវាមិនមែនមិនល្អទេវាល្អហើយប៉ុន្តែវាមិនមែនជារឿងចាំបាច់ដែលយើងត្រូវតែថ្វាយអង្គមសុំសិលមិនមែនជារឿងចាំបាច់ទេហើយដែរបានមកថាចឹងពីព្រោះពេលព្រឹកឡើងមុនលោកមកឆាន់ហ្នឹងមិនត្រូវនមស្ការមួយសាហើយមិនចឹងហ្នឹងសុំសិលមួយសាហើយអត់ដល់ពេលមុនរាប់បាតមុនវេចង្ហាន់សុំសិលម្ដងទៀតហ្នឹងណែមុនវេចង្ហាន់ណែថ្វាយអង្គមសុំសិលម្ដងទៀតហើយចុះមិនក៏ថ្វាយអង្គមសុំសិលអីក៏ញឹកម៉េចអាមុនទេសុំទៀតហ្នឹងអាមុនវេចង្ហាន់សុំទៀតអាប្រគេពេលគេចង្ហាន់ពេលព្រឹកសុំទៀតអាមុនសូត្រមុនសុំទៀតក៏សុំអីសុំម្លេះអាចារ្យខ្លះតើសុំឲ្យសិលវារឹងមាំសុំឲ្យញឹកទៅសិលវាល្អវាប្រកែវារឹងមាំអីចឹងអាត្មាថាអូកាន់ទៅទៀតមែនចឹងទេញោមព្រះលោកសម្ដែងថាចេតនាហੰភិក្ខវេសីលੰវទាមិមនាលភិក្ខុទាំងឡាយចេតនាគឺការវាមិននៅលើការថាតាមទេអាសិលហ្នឹងគឺនៅលើការវាចាអាសិលហ្នឹងគឺបរិសុទ្ធមិនបរិសុទ្ធប្រកែមិនប្រកែមិនមែននៅថាតាមទេញោមទាំងអស់គ្នាអ្នកកជ្រាចកុំយល់ច្រឡំគឺនៅនឹងការវាចាអាត្មាបច្ចៈអើយបច្ចៈញាតិញោមនៅតែយល់ច្រឡំហើយមិនមែនតែយើងអ្នកកជ្រាចហ្នឹងទេអ្នកខាងស្វាយកដាលស្វាយក្រោមខាងជំនាស្រីសធរក៏អញ្ចឹងដែរឲ្យថាមុនធ្វើកិច្ចអីមួយដឹងអាសុំសិលសុំរហូតមកបត់ហ្នឹងសុំឲ្យចង់4 10សារនោះក៏សុំហ្នឹងហើយក៏សុំឲ្យសុំម្លេះគាត់ថាសុំឲ្យញឹកវាល្អសិលហ្នឹងអាត្មាថាមិនមែនអញ្ចឹងទេខុសផ្ទុយពីពុទ្ធអាវាទព្រះហើយព្រះលោកថាសិលហ្នឹងបរិសុទ្ធមិនបរិសុទ្ធល្អមិនល្អគឺនៅនឹងការវិរតិវានៅនឹងវិរតិគឺការវាចាមិនមែននៅនឹងការថាតាមទេស្រាប់តនេះញោមបើយើងគ្រាន់តែថាហ្នឹងដោយអាត្មាធ្លាប់និយាយថាបាណាតិបាតាវេរមណីដល់មកដល់ផ្ទះអត់អីស៊ីអាកមន់មួយឆ្វោកហ្នឹងអាមាត់នេះក៏ថា
បើអាដៃនេះអត់វាផងណាអាដៃនេះនៅខ្វាក្តារមកដែលនេះនៅតែអាលកមន់អាដែលអញ្ចឹងមិនបរិសុទ្ធមិនល្អថា100ដងក្នុងមួយថ្ងៃទៀតក៏វាអត់បានកាយដែរអានឹងអញ្ចឹងមិនបាច់ទេយើងយោងតាមពេលវេលាបើពេលវេលាវាល្អពេលវេលាវាអំណោយផលច្រើនសុំប្រហែលដងក៏ចេះតែសុំទៅជួបលោកនៅណាសុំនៅហ្នឹងសិលហ្នឹងអត់មានប្រកាន់ទេតែសុំរោងបនបានសុំកើតទេណាមិនតនៅវត្តបានសុំកើតទេមិនបាច់ដុតទេចាមិនបាច់ទេមិនបាច់បានណាវាភ្លឺហើយអាត្មាធ្លាប់ទេប្រាប់ឲ្យប្រវត្តិដុតទៀនហ្នឹងគេដុតសម័យព្រះហ្នឹងគេដុតយកពន្លឺដោយសារសម័យព្រះមិនទាន់មានពូលម៉ែតមិនទាន់មានពូលភ្លើងទេវាល្ងិតតែយប់ល្ងិតហើយរឿងប្រវត្តិហ្នឹងចេះអាត្មាមិនចង់លើកវាធ្លាប់ទេហើយព្រះអង្គពេលមួយសម្ដែងធម៌ទេសនារហូតដល់យប់ល្ងិតដូចថាមើលនិស័យសត្វណាពេលព្រះអង្គសម្ដែងអញ្ចឹងព្រះអង្គមើលនិស័យសត្វទៅដឹងថាអ្នកនេះចិត្តបានសម្រេចគុណធម៌ហើយអញ្ចឹងលោកអត់ទាន់ឈប់សម្ដែងទេប្រឹងធ្វើម៉េចឲ្យសត្វហ្នឹងវាបានសម្រេចគុណធម៌សិនបានឈប់ហើយដល់ប្រឹងទៅមេឃវាល្ងិតហើយដល់វាល្ងិតវាមានអីជំនាន់7-3000ឆ្នាំមុនណាចេះតអំពូលម៉ែតអត់មានទេតាមពូលម៉ែតមួយក៏អត់មានដែរហើយដល់ល្ងិតមិនដឹងធ្វើម៉េចស្ត្រីម្នាក់នៅក្បែរវត្តចេតពុនហ្នឹងរត់ទៅផ្ទះខ្លួនឯងនៅជាប់វត្តហ្នឹងកាយលិចកាយកើតបានចន្លោះពីដើមប៉ិនកដៃយកមកដុតភ្លឺចែទៅព្រះចេះសម្ដែងទៅនាងហ្នឹងចេះគិតពិចារណាទីអញឆ្លាតទៅបើកុំអញយកមកដុតក៏ល្ងិតមើលមុខព្រះមិនឃើញមិនដឹងព្រះមើលប្រសក់មើលព្រះមិនឃើញជន់នាងងាប់ដល់អញ្ចឹងទៅក៏កើតចិត្តជ្រះថ្លាដាច់ខ្យល់ឡើងទៅឋានសួគ៌ថ្ងៃមួយព្រះមហាមោគលានព្រះអង្គឡើងទៅប្រោសពពួកទេវៈឃើញនាងទេពតិតាហ្នឹងមានវិមានល្អវិសេសជាងគេវិមាននាងហ្នឹងភ្លឺទាំងយប់ភ្លឺទាំងថ្ងៃរូបសម្បត្តិនាងនឹងស្រស់ភ្លឺល្អជាងទេពតិតាដតីក៏សួរនាំតនាងឯងធ្វើបន់អីនាងរៀបរាប់ដូចអាត្មានិយាយមិញរឿងវែងបាទអាត្មានិយាយកាត់មួយម៉ាត់ទៅយល់ដល់អញ្ចឹងទៅព្រះមហាមោគលាននាំពាក្យហ្នឹងមកទូលព្រះក៏សម្ដែងអំពីអានិសង្សនៃការបូជាប្រទីបនឹងទៅបានបរិស័ទដែលមកស្ដាប់ធម៌ទេសនាហ្នឹងគេកើតចិត្តជ្រះថ្លាចង់ឡើងឋានសួគ៌ដូចនាងហ្នឹងថ្ងៃក្រោយឲ្យតែលោកទេតាំងឲ្យនាំគ្នាយកប្រទីបមកដុតព្រាពេញពីមុខចឹងទៅបានវាកើតដល់ប្រវត្តិបូជាប្រទីបធម៌ទេសនាហ្នឹងចាប់ពីពេលហ្នឹងមកប៉ុន្តែមូលហេតុគេដុតដបងបំផុតគេដុតដោយសារវាល្ងិតហើយចុះឯងភ្លឺចែហើយទៅដុតទៅអីហុយផ្សែងចូលចំោះលោកទៅអីមិនបាច់ដុតក៏បានដែរបើគ្រាន់យើងដាក់ជាតំណាងអញ្ចឹងទៅហើយយើងតាំងចិត្តបូជាគុណប្រតនត្រ័យទៅបានបនដូចគ្នាប៉ុន្តែសួរថាដុតទាស់ថាអត់ទាស់ទេដុតក៏ល្អមិនដុតក៏បានអត់ទាស់ទេចង់ដុតក៏ដុតទៅប៉ុន្តែដូចថ្មនិយាយអញ្ចឹងអាមូលហេតុដែលគេដុតព្រោះវាល្ងិតចុះដល់យើងភ្លឺហើយដុតទៅអីទៀតដូចអ្នកខ្លះពេលយើងធ្វើដាពឹស្ដាណគេច្រើនណាអាកធន7ណាអាចារ្យច្រើនណាដុតធូបម្ដាយដោតលើជេកហើយអាលើកំហបបាតលោកហ្នឹងដុតទៀនមួយលើកំហបបាតហ្នឹងទៀតហើយសួរដុតទៅអីអាហ្នឹងថាមិនដឹងដែរបើដូនតាគេទម្លាប់ដុតចឹងដុតតាមដូនតាចឹងទៅនេះញោមនិយាយអាហ្នឹងអត់កើតទេណាហើយចាំបើដូនតាធ្លាប់ដុតផ្ទះចោលយើងដុតផ្ទះតាមគាត់ដែរមែនអញ្ចឹងទេហើយជែកអីទៅដោតជើងធូបពីលើឲ្យលោកយកទៅឆាន់ណាមិនទៅហ្នឹងហើយអាទំលៀមទម្លាប់ខ្លះដែលមិនមានហេតុមិនមានផលហើយវាមិនចំណេញប្រយោជន៍យើងគួរលះបង់ដែរតែបើទំនៀមទម្លាប់ដូចប្រវេណីប្រពៃណីទំនៀមទម្លាប់ដូនតាយើងដូចរបាំបរិជាទ្រព្យដោយអ្វីដែលពាក់ព័ន្ធនឹងប្រពៃណីវប្បធម៌របស់យើងដែលវាពាក់ព័ន្ធជាមួយជាតិយើងអាហ្នឹងគួររក្សាទោះបីមិនមានប្រយោជន៍ក៏ត្រូវរក្សាដែរប៉ុន្តែបើអាទំនៀមទម្លាប់ណាដែលវាមិនពាក់ព័ន្ធជាមួយប្រពៃណីទំនៀមទម្លាប់ដែលយើងគួររក្សាហើយវាមិនមានប្រយោជន៍គឺគួរលះបង់ចោលដែរឧបមាថាទំនៀមទម្លាប់មួយមកនិយាយម៉ាត់ឲ្យចាំចូលគោធរវិញអាទំនៀមទម្លាប់រងថ្ងៃយកម៉ែទៅបចោះយកម៉ែទៅបូជាអាហ្នឹងគួរលះបង់ចោលទៅខ្មែរយើងអ្នកខ្លះទុកសពខ្មោចម៉ែមួយអាទិត្យអីនោះគ្រាន់ឲ្យពេទ្យមកចាក់ថ្នាំចាំថ្ងៃល្អយកទៅបចោះអាចារ្យចិនគេថាស្លាប់ថ្ងៃច័ន្ទដល់ថ្ងៃច័ន្ទវិញបានបចោះកើតហ្នឹងហើយទុកម៉ែមួយអាទិត្យអីបើកូនគេអ្នកមានអីអាខ្លះអ្នកក្ររព្រឹកខ្វះល្ងាចឲ្យទុកមួយអាទិត្យធ្វើបន់មួយអាទិត្យអស់2-3ម៉ឺនហ្មងដល់ថ្ងៃបចោះម៉ែហើយរោស៊ីសងធនាគារវិញរាប់ឆ្នាំទៅហ្មងទៅរួចហ្នឹងអាហ្នឹងដែលជាទំនៀមទម្លាប់ដែលមិនមានហេតុមិនមានផលហើយចុះបើថ្ងៃហ្នឹងអាចារ្យថាល្អមិនមែនថ្ងៃយកម៉ែយើងទៅដុតទេយ៉ាងម៉េចគិតតែប៉ុណ្ណេះបើថ្ងៃហ្នឹងល្អមិនមែនថ្ងៃយកម៉ែយើងទៅកប់ទេត្រូវថ្ងៃហ្នឹងម៉ែយើងរស់វិញអាហ្នឹងបាទថ្ងៃល្អយល់លោកនិយាយហ៎ហើយថ្ងៃយកម៉ែឯងទៅកប់សោះថ្ងៃល្អបងហើយអាដល់កន្លែងកប់ទៅដូចឆ្លោះគ្នាក្បាលតាណាកតុយតាណាទៀតអាខ្សែចិននេះក្បាលឆ្លោះគ្នាក្បាលកតុយទៅជើងទៅត្បូងទៅលិចទៅកើតនឹងទៀតហ្មងមកបានរកបញ្ចុះឃើញក្បាលតាណាកតុយតាណាហើយសួរមិនបានរកក្បាលរកកតុយតាមអាចារ្យទៀតណាថាអាចារ្យថាដាក់ក្បាលដាក់កតុយខុសដាក់ជើងដាក់ក្បាលខុសនឹងកូនចៅដាក់រស៊ីមិនឡើងអាត្មាថាញោមហើយក៏ឆោតម្លេះអាពតវាយកម៉ែឲ្យយើងទៅវាយចៅវាមិនដឹងបោះក្បាលតាណាកតុយតាណាប៉ាកូនតាមុខម៉ែមិនដែលឃើញមកអាខ្លះដល់ពេលវាបែកពីអាពតមកវិញវាឡើងជារដ្ឋមន្ត្រីជួអានឹងក្បាលម៉ែវាមិនដឹងអាពតយកទៅដាក់ក្បាលតាណាវាអត់ដែលឃើញក្បាលម៉ែវាដាក់តាណាផងហ្នឹង
នឹងហើយក៏ឆោតឲ្យឆោតម្លេះរឿងខ្លះដល់មានហេតុមានផលចាំយើងប្រកាន់ជាប់តែបើវាមិនមានហេតុមិនមានផលទេហើយវាខាតប្រយោជន៍ខាតពេលវេលាទេយើងលះបង់ខ្លះទៅប៉ុន្តែបើដូចថ្មនិយាយមិញអាប្រពៃណីទំនៀមទម្លាប់ដូនតាយើងល្អឧបមាថាខែចូលឆ្នាំយើងត្រូវតែទៅវត្តគោរពបូជាត្រូវតែផ្ដល់សេចក្តីល្អឲ្យគ្នាពេលណខែមន់សន្តរដូវយើងគោរពចាស់ទុំគោរពតកោរៀមស្បងងូតទឹកឲ្យម្ដាយឪពុកចាស់ទុំជូនចំណីនំដល់លោកអ្នកមានគុណគ្រូបាអាចារ្យអានេះសិតតែជាទំនៀមទម្លាប់ដែលយើងគួរប្រកាន់ភ្ជាប់ហ្នឹងប៉ុន្តែអ្វីដែលវាមិនមានហេតុមិនមានផលអាហ្នឹងយើងលះបង់ចោលហ្នឹងមកឥឡូវយើងនិយាយរឿងធម៌យើងនេះកុំនិយាយរឿងអីផ្សេងសុំសិលហ្នឹងយើងមិនបាច់សុំញឹកពេកទេតែបើយើងមានពេលវេលាក៏សុំទៅអត់អីញោមហ្នឹងហើយតែបើមិនមានពេលវេលាទេយើងសុំតែពេលមុនរាប់បាតមុនវេចង្ហាន់តែមួយសាហ្នឹងទៅបានហើយមិនតោះខុសអីទេបែរអាសុំហ្នឹងចេះទេសម័យព្រះដែលមានអាណាគេទៅសុំសិលពីលោកអត់មានសិលឲ្យញោមទេសម័យព្រះអត់ដែលមានអាណាសុំសិលពីព្រះទេញោមទៅមើលសិក្សាមើលបៃដកមើលអាការសមាទានសិលហ្នឹងគឺទើបតែកើតមានសម័យក្រោយនេះទេក្រុមជំនុំបត្រៃបៃដកលោកគិតថាអំណេះតទៅមុខបរិស័ទនឹងរវល់ពីការចិញ្ចឹមជីវិតរស់ស៊ីមិនមានពេលវេលាទៅការទៅសិក្សារៀនសូត្របៃដកឲ្យយល់ដឹងដូចបរិស័ទសម័យព្រះទេបរិស័ទសម័យព្រះគេធ្វើបន់អត់ដែលមានអាចារ្យដឹកនាំទេដោយសារគេយល់ក្នុងធម៌ខ្លួនគេចេះវេចង្ហាន់បវរណាចង្ហាន់គេចេះផ្សាយមេត្តាគេចេះដឹកនាំកូនចៅគេរាប់បាតសូត្រធម៌អីខ្លួនគេទាំងអស់អាហ្នឹងគេយល់ក្នុងធម៌តែបរិស័ទយើងសម័យនេះមិនអាចទេឃើញលោកគិតត្រូវណាស់ថាអំណេះតទៅមុខបរិស័ទនឹងរវល់អំពីការរស់ស៊ីចិញ្ចឹមជីវិតមិនមានពេលយល់រៀនធម៌ទេអញ្ចឹងត្រូវមានអ្នកដឹកនាំបើមានអ្នកដឹកនាំត្រូវតែបង្កើតកម្មវិធីឲ្យថាតាមដោយអាបល័យវេហ្នឹងពីមុនដែលណាគេដែលអាចារ្យដឹកនាំវេសង្ឃសៈទេមៈអីមានបល័យវេឯណាឲ្យថាតាមអញ្ចឹងអត់មានទេញោមទៅមើលបៃដកអត់មានទេគឺបរិស័ទបវរណាពោលខ្លួនឯងតែម្ដងឧបមាដោយយាយភាសាខាអញ្ចឹងឧបមាថាគាត់ជ្រះថ្លាយកសពុតកឋិនថ្វាយសងអញ្ចឹងអត់មានអាចារ្យអ៊ីម៉ាំងកថិនិច័យវរង្សានិសង្សង្ឃសៈទេមៈទុរិយំពេត្រយំពេឲ្យយើងថាតាមអញ្ចឹងអត់មានទេបើថាគាត់ជ្រះថ្លាប្រសងបវរណាចេញព្រះភាសាពេលណាគាត់យកសពុតទៅដល់ដាក់មុខជំនុំសងឲ្យគាត់ពោលហ្មងបបិទ្ធលោកម្ចាស់ដែលចម្រើនគ្រប់ព្រះអង្គបបិទ្ធប្រសងគ្រប់ព្រះអង្គសូមប្រសងគ្រប់ព្រះអង្គមេត្តាទទួលយកនៅសម្ពុតដើម្បីជាកិច្ចនៃអានិសង្ឃកឋិនតាមធម៌តាមវិន័យចុះខណៈពោលតែប៉ុណ្្នឹងលោកទទួលដោយតតមហេតុភាពអត់មានចេញវាចាតាសាធុកទេលោកសម័យព្រះគឺទទួលដោយក្នុងចិត្តខណៈលោកត្រេកអររីករាយទទួលក្នុងជំនុំសង្ឃហើយប្រសក់ហ្នឹងថ្វាយអង្គមព្រះសាពះប្រសងលាផ្សាយមេត្តាចិត្តឡប់មកផ្ទះវិញចប់កិច្ចហ្នឹងអត់មានបល័យវេថាតាមអីទេប៉ុន្តែសម័យព្រះគេយល់តែយើងសម័យនេះមិនមានអ្នកណាយល់ក្នុងធម៌ឲ្យបានច្រើនទេអញ្ចឹងហើយបានគេបង្កើតឲ្យមានបល័យថាតាមនឹងហើយឲ្យយើងចូលវត្តទៅនឹងពីព្រោះយើងមិនសូវយល់នឹងកាលណាយើងថាតាមលោកហើយលោកបញ្យលបាណាហាមិនឲ្យធ្វើអីអតនីហាមិនឲ្យធ្វើអីកាមេមុសាសុរាវិកាលនច្ចគីអូចាមេលាហ្នឹងយើងអាចយល់ហើយបើយើងមិនទៅថាតាមលោកឲ្យយើងនៅតែផ្ទះហើយយើងវាចាហ្មងយើងអត់យល់ទេចឹងហើយបានគេឲ្យយើងទៅថាតាមនឹងដើម្បីឲ្យយើងយល់ពីសិក្ខាបទពីធម៌ពីវិន័យទាំងអស់ហ្នឹងហើយយើងបានទៅថាតាមលោកទៅលោកបញ្យលយើងឲ្យបានយល់ព្រោះយើងម្នាក់រវល់នឹងរបររស់ស៊ីចិញ្ចឹមជីវិតសម័យនេះមិនដូចសម័យព្រះទេហើយចឹងយើងទៅថាតាមចុះប៉ុន្តែត្រូវចាំថាសិលហ្នឹងគឺសមាទានហ្នឹងប្រែតែការកាន់យកចឹងកាន់យកសិក្ខាបទប្រមាណសមាទានហ្នឹងមិនមែនប្រែតែការថាតាមទេសមាទានហ្នឹងមានន័យថាការកាន់យកអញ្ចឹងឥឡូវយើងកាន់យកអីបញ្ចសិក្ខាបទឥឡូវញោមកកាន់យកសិក្ខាបទ5អបោសថសិក្ខាបទញោមកកាន់យកសិក្ខាបទ8អញ្ចឹងពេលដែលយើងកាន់យកសិក្ខាបទ5គឺវិរតិត្រូវវាអា5ហ្នឹងអញ្ចឹងសិលហ្នឹងដឹងឲ្យបរិសុទ្ធតែមិនបាច់ថាតាមទេគ្រាន់តែកាន់យកឲ្យវាចានៅតែផ្ទះយើងអាហ្នឹងអញ្ចឹងណាញោមយល់លោកនិយាយញោមហ្នឹងហើយអញ្ចឹងចង់ថាប្រមាណដងក៏បានមិនថាក៏បានសិលនឹងបរិសុទ្ធនៅនឹងការវាចាទាំងអស់គ្នាណាញោមអនុមោទនាមកយើងនិយាយរឿងកុសលធម៌យើងថ្ងៃនេះប្រឹងទាំងអស់គ្នាចម្រើនគុណធម៌នៅសេចក្តីល្អទេអ្មេចទេថ្ងៃនេះការព្រះអង្គនៅជាខ្ញុំបម្រើគេគ្រាន់តែដឹកនាំគេធ្វើទេមិនមានលទ្ធភាពទិញសម្ពុតដូចញោមហៃផងគ្រាន់តែនាំគេធ្វើប៉ុណ្ណឹងណែនាំគេតែធ្វើមិនកាត់សពុតថ្វាយសងយកសពុតពោលថ្វាយសងយ៉ាងម៉េចគ្រាន់តែណែនាំគេការព្រះអង្គនៅជានរៈជីវៈកំសត់
បានសន្សំពោធិញ្ញាណមករហូតតមកនឹងបានសម្រេចជាពុទ្ធនាមសមណគោតមនឹងឯងព្រះអង្គលើកខ្លួនព្រះអង្គជាឧទាហរណ៍ប្រោសអគ្គសាវកប្រោសបរិស័ទឲ្យកើតចិត្តសទ្ធាជ្រះថ្លាពេលដែលប្រសងបវរណាចេញព្រះវសាពេលណាឲ្យមានសទ្ធាជ្រះថ្លាត្រេកអរក្នុងការហែសម្ពុតកឋិនថ្វាយសង្ឃហើយជាពិសេសមិននាំយើងទៅអបាយនិងទៅកាន់សុគតិអស់សែននៃកັບពាក្យថាទៅកាន់សុគតិអស់សែននៃកັບមិនមែនទៅហើយវិលវិញមួយអាទិត្យវិលវិញដូចបន់យើងធម្មតាទេណាញោមហើយអាបន់យើងធ្វើធម្មតារាល់ថ្ងៃនេះជួនកាលទៅបានមួយអាទិត្យពីរអាទិត្យអីត្រឡប់មកវិញប៉ុន្តែមួយអាទិត្យស្រុកឋានទេវលោកហ្នឹងវាខុសពីយើងដោយចាតមហាជាន់ទី1 500ឆ្នាំទឹកស្មើនឹង500ឆ្នាំមនុស្សស្មើនឹងមួយយប់មួយថ្ងៃចឹងមានន័យថាបើមួយអាទិត្យវាយូរដែរណាញោមស្មើនឹងមនុស្សងាប់ឯងប្រហែល30ដងហើយបានមួយអាទិត្យបានត្រឡប់មកវិញញ៉ៃញោមគិតតែប៉ុណ្ណេះបាទជាន់ទី1 500ឆ្នាំមនុស្សស្មើនឹងមួយយប់មួយថ្ងៃជាន់ទី2 1000ឆ្នាំមនុស្សស្មើនឹងមួយយប់មួយថ្ងៃនៅឋានលើជាន់ទី3 1500ឆ្នាំមនុស្សស្មើនឹងមួយយប់មួយថ្ងៃជាន់ទី3ចឹង6ជាន់ហ្នឹងគឺវាឡើងខុសគ្នាចឹងក្នុងព្រះសតនវេដកព្រះអង្គមានសម្ដែងអញ្ចឹងមានន័យថាជាន់ទី1សោះក៏500ឆ្នាំយើងបានមួយយប់មួយថ្ងៃគេដែរអញ្ចឹងបើឡើងទៅតាមអាទិត្យក៏មិនមែនធម្មតាដែរហើយអ្នកធ្វើកឋិនលេងឡើងទៅអស់សែននៃកັບវាយូរមែនតែនតែមកវិញតាមស្រួលទៅ2នាក់ហ្នឹងមកវិញកូនភ្លេចមុខបាត់ហ្នឹងទៅ